ឆ្នាំនេះឆ្នាំពិសេសណាបងប្អូនឥឡូវខ្ញុំមុននឹងជម្រាបជូនពីគោលនយោបាយរបស់គណៈបកសង្គ្រោះជាតិខ្ញុំចង់ជម្រាបជូនបងប្អូនថាតើយើងដូរបានឬមិនបានឆ្នាំ2013នេះណាទី1គឺកន្លងមកមានតែគណៈបកប្រឆាំងទេគណៈបកសំរងស៊ីនិងគណៈបកសិទ្ធិមនុស្សទេទាមទារឲ្យដូរមែនទេបងប្អូនកន្លងមកគឺគណៈបកសំរងស៊ីគណៈបកសិទ្ធិមនុស្សថាត្រូវតែដូរហើយនាយករដ្ឋមន្ត្រីហ្នឹងបន្ទាប់មកទៀតសម្រាប់ប្រជាពលរដ្ឋខ្មែរក៏ថាត្រូវតែដូរដែរអ្នកប្រជាពលរដ្ឋខ្មែរទូទៅភាគច្រើនសូម្បីតែប្រជាពលរដ្ឋដែលធ្លាប់បោះឆ្នោតឲ្យគណៈបកប្រជាជនកម្ពុជានេះក៏មកចូលរួមជាមួយគណៈបកសង្គ្រោះជាតិដើម្បីដូរអ្នកដឹកនាំបច្ចុប្បន្ននេះដែរបាទចឹងហើយទាំងអ្នកនៅគណៈបកសំរងស៊ីទាំងនៅសិទ្ធិមនុស្សទាំងនៅនរោត្តមទាំងនៅហ៊ុនស៊ិនប៉ាច់ឥឡូវនេះអ្នកដែលនៅក្នុងគណៈបកប្រជាជនមួយចំនួនធំក៏គេគិតថាឆ្នាំ2013នេះដល់ពេលដូរដែរហើយណាបងប្អូនណាអញ្ចឹងទី1មានគណៈបកប្រឆាំងឯងចង់ដូរទី2ឥឡូវឈានដល់ប្រជាពលរដ្ឋខ្មែរគ្រប់គណៈបកអស់ចង់ដូរដែរទី3យើងឃើញសន្ទុះនៃអន្តរជាតិដោយសារលោកប្រធានសំរងស៊ីបានដើរធ្វើការនៅពេញពិភពលោកឥឡូវនេះទាំងប្រទេសមហាអំណាចទាំងអស់ទាំងអាមេរិកទាំងអឺរ៉ុបទាំងប្រទេសនៅតំបន់អាស៊ានអ្នកទាំងអស់នៅក្នុងពិភពលោកទាំងអង្គការសហប្រជាជាតិទៀតគេថាពេលវេលានៅកម្ពុជានេះត្រូវផ្លាស់ប្ដូរឲ្យឆ្នាំ2013នេះហើយគេបានមកប្រាប់លោកនាយករដ្ឋមន្ត្រីដែលផ្ទាល់តែម្ដងដូចជាប្រធានាធិបតីអាមេរិកមេដឹកនាំនៅប្រទេសអឺរ៉ុបដូចជានាយករដ្ឋមន្ត្រីបារាំងជាដើមដូចជាអង្គការសហជាតិជាដើមគេថាកម្ពុជានេះត្រូវតែមានការផ្លាស់ប្ដូរការរំលោភសិទ្ធិមនុស្សគឺជាឧបសគ្គនៃទំនាក់ទំនងរវាងប្រទេសរវាងអន្តរជាតិជាមួយនឹងប្រទេសកម្ពុជាអញ្ចឹងមានន័យថាការផ្លាស់ប្ដូរគឺត្រូវតែមានគេទាមទារឲ្យដូរគណៈកម្មការជាតិរៀបចំការបោះឆ្នោតគេទាមទារឲ្យប្រទេសកម្ពុជានេះបញ្ឈប់នៅការប្រើប្រាស់ប្រព័ន្ធតុលាការអយុត្តិធម៌ដើម្បីធ្វើទុកបុកម្នេញទៅលើប្រជាពលរដ្ឋបញ្ឈប់ការធ្វើទុកបុកម្នេញទៅលើអ្នកនយោបាយអង្គការសង្គមស៊ីវិលនិងអ្នកសារព័ត៌មានដូច្នេះអន្តរជាតិមកដល់ថ្ងៃនេះរួមទាំងអង្គការសហជាតិផងគឺគេយល់ឃើញថាគេបាននិយាយជាមួយនាយករដ្ឋមន្ត្រីគេបាននិយាយជាមួយរដ្ឋាភិបាលខ្មែរច្រើនដងហើយឲ្យផ្លាស់ប្ដូរឲ្យកែលម្អកុំឲ្យរំលោភសិទ្ធិមនុស្សទៀតក៏ប៉ុន្តែរដ្ឋាភិបាលខ្មែរបច្ចុប្បន្នក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែននិងគណៈបកប្រជាជនកម្ពុជាមិនអើពើដោះស្រាយបញ្ហាសន្លងពររបស់អន្តរជាតិនោះទេហើយដូច្នេះហើយថ្មីនេះខ្ញុំបានទៅប្រទេសនៅទ្វីបអឺរ៉ុបជាមួយលោកប្រធានសំរងស៊ីមេដឹកនាំនៃប្រទេសអឺរ៉ុបជាច្រើនគេបានប្រាប់យើងថាឥឡូវគេនិយាយជាមួយរដ្ឋាភិបាលឥឡូវគាត់មិនព្រមកែលម្អទេចឹងហើយសូមឲ្យខ្ញុំកម្មសខាដែលមកក្នុងប្រទេសប្រាប់ទៅប្រជាពលរដ្ឋទៅថាពេលវេលាល្មមដល់ពេលផ្លាស់ប្ដូរអ្នកដឹកនាំបច្ចុប្បន្នហើយពីព្រោះគេថាគេជួយ20ឆ្នាំហើយតាំងពីឆ្នាំ1993មកដល់2013នេះក្នុងមួយឆ្នាំលុយបរទេសជួយមកស្រុកខ្មែរប្រហែល$1000 លានក្នុងមួយឆ្នាំ$1000 លាន20ឆ្នាំជាង$20000 លានបងប្អូនច្រើនណាស់លុយនេះបើសិនមានអ្នកដឹកនាំល្អមិនមែននៅផ្លូវដីហុយយ៉ាងនេះផ្លូវនេះក៏ស៊ូឲ្យបងប្អូនចាក់បេតុងក៏បានដែរដូច្នេះហើយដោយសារអំពើពុករលួយនេះហើយបានជាប្រជារាស្ត្រខ្មែរនៅតែក្រីក្រដដែលបាទដូច្នេះត្រង់នេះបងប្អូនសពជាឲ្យឃើញថាចំនួនអភិវឌ្ឍទាំងឡាយដែលកំពុងធ្វើកសាងនៅប្រទេសកម្ពុជាក្នុងសម័យនេះមិនមែនលុយរបស់លោកនាយករដ្ឋមន្ត្រីទេមិនមែនលុយរបស់គណៈបកប្រជាជនទេគឺលុយចំនួនបរទេសនិងលុយខ្ចីបរទេសគឺជាលុយរបស់ប្រជាពលរដ្ឋខ្មែរតគ្នាបាទហើយបើលុយទាំងអស់នេះបានមកក្នុងកណ្ដាប់ដៃក្រោមការដឹកនាំរបស់គណៈបកសង្គ្រោះជាតិប្រជាពលរដ្ឋខ្មែរ$20000 លាននេះបងប្អូនខ្មែរឈប់ក្រហើយផ្លូវយើងឈប់ហុយដៃហើយពេទ្យមានពេទ្យមើល
អត់យកលុយនៅគ្រប់មណ្ឌលសុខភាពទាំងអស់មានសាលាឲ្យកូនអ្នកក្រអាចរៀនបានដោយកូនអ្នកមានចាស់ជរាដែលបាត់បង់ពលកម្មអាចមានប្រាក់ឧបត្ថម្ភមានកូនចៅយើងមានការងារធ្វើមានប្រាក់ខែមានប្រាក់ចំណូលគ្រប់គ្រាន់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធទទួលបានប្រាក់ខែហូបគ្រាន់តាន់ពេលវេលាទាំងអស់នេះវាអាស្រ័យទៅលើអ្នកដឹកនាំដូច្នេះដោយសារហេតុការណ៍ទាំងអស់នេះហើយទាំងគណៈបកប្រឆាំងក៏ចង់ឲ្យមានផ្លាស់ប្ដូរទាំងប្រជាប្រដ្ឋខ្មែរក៏ចង់ឲ្យដូរឥឡូវនេះអន្តរជាតិក៏ចង់ឲ្យដូរដែរដូច្នេះបាន3ពងប៉ុន្តែអ្វីដែលយើងមានជំនឿជឿជាក់ថាត្រូវតែដូរឆ្នាំ2013នេះគឺគណៈបកប្រជាជនខ្លួនឯងតែម្ដងបងប្អូនគឺគាត់ក៏ដឹងដែរថា2013នេះគឺនឹងមានការផ្លាស់ប្ដូរជាពិតប្រាកដហើយបងប្អូនថ្មីនេះបងប្អូនបានស្ដាប់ប្រសាសន៍របស់មេដឹកនាំគណៈបកប្រជាជនគាត់បានត្រៀមខ្លួនដើម្បីបដូរតំណែងជាមួយអាយដាមសំរងស៊ីហើយមកគាត់ត្រៀមខ្លួនហើយគាត់បាននិយាយឲ្យបងប្អូនស្ដាប់តាមវិទ្យុទូទស្សន៍ក្រោយពីបោះឆ្នោតឆ្នាំ2013គាត់នឹងទៅធ្វើមេបាតកម្មវិញពីដើមគេថាលោកសំរងស៊ីជាដង្ខៅបាតកម្មជាមេបាតកម្មលោកហ៊ុនសែនជានាយករដ្ឋមន្ត្រីបើឥឡូវនេះឆ្នាំ2013លោកនាយករដ្ឋមន្ត្រីគាត់ត្រៀមខ្លួនទៅធ្វើមេបាតកម្មវិញហើយទៅមេបកប្រឆាំងហើយអញ្ចឹងលោកប្រធានសំរងស៊ីត្រៀមខ្លួនទៅធ្វើនាយករដ្ឋមន្ត្រីហើយបងប្អូនច្បាស់ហើយបងប្អូនឃើញទេគាត់និយាយច្បាស់មែនតំណងឯងមែនតើមកពីមុនតាពួកប្រឆាំងឯងទាដោក្រោយមកប្រជាប្រដ្ឋខ្មែរដល់កហួសកទៀតដល់ច្រមុះហើយទាដោដែរគេយកដីចង់មកហើយមែនទេបងប្អូនបាទឥឡូវនេះឈានដល់អន្តរជាតិក៏គេថាល្មមដោហើយលុយគេអត់ច្រើនហើយជួយទៅឥឡូវនេះដល់ឃើញសន្ទុះស្ថានភាពចឹងគណៈបកប្រជាជនខ្លួនឯងនេះមេដឹកនាំគាត់នេះក៏គាត់មើលឃើញប្រមាលឃើញដែរបានគេគាត់ធ្លួយពាក្យនឹងមកហ្នឹងមិនមែនមនុស្សនៅស្គៀមចេះតែថាទេព្រោះមើលឃើញកាឡាហ្នឹងចេញមកមែនទេបងប្អូនហើយគាត់និយាយច្បាស់ទៀតគាត់ថាដល់ពេលដែលគាត់ចាញ់ឆ្នោតនេះ2013នេះគាត់នឹងឈប់ធ្វើបន់ណាបងប្អូនណាលឺចឹងទេបងប្អូនបាទចឹងណាក៏ចង់សើចដែរបាទសូម្បីតែកូនក្មេងក៏ចេះដឹងច្រើនជាងនឹងតិចដែរមែនបងប្អូនបាទឥឡូវសួរវិញថាគាត់ធ្វើបន់ដើម្បីអីបាទចាញ់ឆ្នោតឈប់ធ្វើបន់មានន័យថាធ្វើបន់ដូរស្លឹកឆ្នោតទេបងហ្នឹងមែនទេបងប្អូនបាទបន់ដូរស្លឹកឆ្នោតបាទអញ្ចឹងព្រះពុទ្ធព្រះអង្គលោកសម្ដែងថាមុនដែលកើតមានបាននោះតើតែប្រកបដោយធម៌មែនទេថាយ៉ាងណាបានមកដោយធម៌អញ្ចឹងរបស់ដែលគាត់បានយកមកធ្វើបន់នេះបានមកពីកាប់ឈើបានមកពីលក់លោនេសាទបានមកពីលក់ដីបានមកពីពុករលួយអញ្ចឹងរបស់ដែលបានយកមកធ្វើពហិនេះមិនមែនបានមកដោយធម៌ទេអញ្ចឹងបន់របស់គាត់គឺបាបទៅដែរហ្នឹងបងប្អូនហើយឥឡូវនេះគាត់ថាគាត់ចាញ់គាត់ឈប់ធ្វើបន់អញ្ចឹងបន់គាត់នេះមិនមែនបន់ប្រកបដោយធម៌ទេណាបងប្អូនណាបាទគឺបន់ចេញទេមែនបងប្អូនឥឡូវទានមកគាត់ព្រះពុទ្ធព្រះអង្គថាអ្នកដឹកនាំត្រូវមានទស្សពិតរាជធម៌ទស្សពិតរាជធម៌មានធម៌10យ៉ាងហើយធម៌ទី1គឺទានអ្នកដឹកនាំត្រូវធ្វើទានអ្នកប្រែថាយ៉ាងម៉េចទានអ្នកគឺការផ្ដល់អ្វីមួយឲ្យទៅអ្នកដទៃដោយអត់មានឲ្យអ្នកដទៃសងអីវិញឲ្យអីមកខ្លួនវិញទេអាហ្នឹងបានហៅថាទានបើឲ្យល្បីបោះអីទៅគេទាមទារឲ្យគេធ្វើអីវិញអាហ្នឹងអត់ហៅថាទានទេអាហ្នឹងហៅថាពេញហើយមែនទេបងឥឡូវដូចទីឲ្យយើងទៅផ្សារចឹងសាច់ជ្រូកឲ្យសាច់ជ្រូកមកយើង2ខាំតោះតែយើងឲ្យលុយទៅគាត់បានក៏ឲ្យទៅសាច់ជ្រូក2ខាំអាហ្នឹងគាត់មិនមែនធ្វើទានមកគាត់យើងណាអាហ្នឹងយើងតែងគាត់តាមែនទេបងបាទអញ្ចឹងលោកនាយករដ្ឋមន្ត្រីថ្ងៃដើរឲ្យអីហ្នឹងអាហ្នឹងដើរតែងទេមិនដើរធ្វើទានទេមែនទេបងព្រោះតើយើងឲ្យឆ្នោតមកគាត់បានគាត់ធ្វើតទានអាហ្នឹងមានន័យថាតែញ៉ាយ
មួយសោតណាបាទឲ្យតែ5ចាញ់ហើយថ្ងៃទៅនេះលើគោយ៉ាងណាបងប្អូនគោដាច់ខ្សែណាយើងបោះស្នឹងចងគោចឹងហើយស្រាប់វាទៅដទៅវាដាច់ទៅយើងម្ចាស់នេះហត់ជន់ខ្សែជាប់ឥឡូវនោះគោពងវល់យើងជន់ខ្សែជាប់គណៈបកសង្គ្រោះជាតិជន់ខ្សែជាប់ឥឡូវគាត់ពងវល់ក្បោកនៅជុំវិញណាអត់មានរើរួចទេថ្ងៃទៅណាបងប្អូនណាជើគណៈបកសង្គ្រោះជាតិឈ្នះហើយឆ្នាំ2013នេះបងប្អូនយកគណៈបកសង្គ្រោះជាតិមិនជឿឈ្នះនៅជឿនៅបាទឥឡូវនេះមុននឹងជំរាបជូនពីកម្មវិធីនយោបាយខ្ញុំទៅមកពីជួបលោកប្រធានសំរងស៊ីនៅទីក្រុងសង្ហបុរីប្រទេសសិង្ហបុរីសង្ហបុរីពី3ថ្ងៃមុននេះខ្ញុំបានជជែកគ្នាជាមួយលោកប្រធានសំរងស៊ីហើយថាគណៈបកកណ្ដាលអំណាចគេប្រើនយោបាយដដែលទេគឺមានដដែលមធ្យោបាយទិញមធ្យោបាយសម្លុតមធ្យោបាយបំបាយបំបាក់មែនទេបងប្អូនតែប៉ុណ្ណឹងដែរឥឡូវបើទិញវិជារាជខ្មែរទិញមិនបានឲ្យសរងខ្ពើមមកសរងស្ដើកមើលពីនេះធ្លាយដល់ហាណូយនោះបងប្អូនណាបាទប៉ុន្តែអ្នកខ្លះឲ្យក៏យកដែរប៉ុន្តែយកចាំតែបោះឲ្យតាបងប្អូនដឹងរឿងនេះពីដើមមានបោះឆ្នោតណាតាមុកបោះឆ្នោតតាមុកឲ្យតាម៉ែនណាឡើយលឺរឿងហ្នឹងហ៎ដល់តាមុកចង់ឈ្នះឆ្នោតគាត់ធ្វើនំបញ្ចុកហៅអ្នកស្រុកមកធ្វើនំបញ្ចុកឲ្យហូបដើម្បីបោះចោលឲ្យគាត់ជាប់និគមបាទដល់ប្រជាពលរដ្ឋទៅហូបនំបញ្ចុកតាមុកបោះឆ្នោតឲ្យតាម៉ែនប៉ុន្តែឥឡូវនេះយកសរងហ៊ុនសែនបោះឆ្នោតឲ្យសំរងស៊ីមែនទេបងប្អូនពីមុនស៊ីនហូបនំបញ្ចុកបើតាមុកបោះឆ្នោតឲ្យតាម៉ែនឥឡូវយកសរងតាសែនបោះឆ្នោតឲ្យតាស៊ីប្រជារាស្ត្រឆ្លាតតែតាមមែនទេឥឡូវណាបងប្អូនឆ្លាតព្រោះបងប្អូននឹងសរងហ្នឹងបានមកពីណាសរងហ្នឹងបានមកពីកាប់ឈើលក់ដីរបស់យើងហ្នឹងចឹងហើយរបស់យើងដដែលហ្នឹងចឹងយកក៏យកចោះដល់បងប្អូនណាប៉ុន្តែរបស់ឆ្នោតតាមឆន្ទៈរបស់យើងរៀងខ្លួនបាទចឹងទី1រឿងឈ្នះដឹងណាឥឡូវសួរគ្នាទៀតថាឥឡូវលោកសំរងស៊ីជាមួយខ្ញុំជួបគ្នាហ្នឹងគេចេះថាពីរអ្នកហ្នឹងដដើមគ្នាធ្វើនាយករដ្ឋមន្ត្រីហើយកម្មសខាសំរងស៊ីគេដែរចាក់ឆ្កឹះហើយណាគេទៅចាក់ឆ្កឹះខាងសំរងស៊ីថាអូយក៏មករួមអីលោកសំរងស៊ីចូលបានកម្មសខាដដើមធ្វើនាយករដ្ឋមន្ត្រីហើយគេចេះដើរឆ្កឹះទាំងនៅក្រៅនៅក្នុងអីដល់ថ្ងៃខ្ញុំទៅសិង្ហបុរីសំរងស៊ីកម្មសខាបានព្រមព្រៀងគ្នាច្បាស់ចេញសេចក្តីថ្លែងការណ៍រួមមួយថាបោះឆ្នោតឆ្នាំ2013នេះកម្មសខាសំរងស៊ីអត់ដដើមគ្នាទេសំរងស៊ីទៅធ្វើនាយករដ្ឋមន្ត្រីជំនួសហ៊ុនសែនកម្មសខាទៅធ្វើប្រធានរដ្ឋសភាជំនួសហេងចម្រិនយកគណៈបកសង្គ្រោះជាតិមានដដើមគ្នាឯណាដដើមពីគាត់នោះតាមែនទេបងប្អូនបាទចឹងការទោះជាយមកគាត់សយខុសមួយទៀតណាចាប់ចាញ់មកផ្ងាបរេហ្មងអត់មានដដើមគ្នាស្មោះបាទអត់មានបញ្ហាទេណាកុំបារម្ភជឿចឹងទេបងប្អូនច្បាប់សភានេះអនុម័តហើយបបោះឲ្យគណៈបកសង្គ្រោះជាតិមានតំណែងរៀបច្រើនយើងឲ្យយុទ្ធធម៌យើងអត់មានធ្វើអីខុសច្បាប់ទេបាទយើងផ្ដល់យុទ្ធធម៌ជូនគាត់ចឹងហើយលោកសំរងស៊ីមកធ្វើនាយករដ្ឋមន្ត្រីចឹងដើម្បីបងប្អូនសម្រាប់ចាត់ចៃលោមានគណៈបកប្រជាជនអ្នកដេកមិនទាន់ក្របនោះនៅក្បែរនេះសមមកជួយប្រៀបធៀបគ្នាណាគណៈបកនយោបាយមួយដើម្បីល្អឬអាក្រក់គេមើលលើអីខ្លះទី1គេមើលទៅលើបុគ្គលិកលក្ខណៈរបស់មេដឹកនាំគេមើលទៅលើសមត្ថភាពរបស់មេដឹកនាំគេមើលគុណធម៌របស់មេដឹកនាំអាហ្នឹងទី1មើលទៅលើមេដឹកនាំទី2គេមើលទៅលើកម្មវិធីនយោបាយរបស់គណៈបកហ្នឹងណាបងប្អូនណាឥឡូវខ្ញុំជំរាបជូនប្រៀបធៀបមេដឹកនាំគណៈបកសង្គ្រោះជាតិនិងមេដឹកនាំគណៈបកកណ្ដាលអំណាចបច្ចុប្បន្ន
เปรียบเทียบนายกรัฐมนตรีคนซ้ายให้ดังซ้ำอย่างสี่นะบอกนะแล้วเปรียบเทียบปีนังสามมือแล้วมือปีบกลึกนะบกลึกและคณะบักวาดบกลึกและคณะมือดักน้อมเราคล้องปีพบโลกเกี่ยวมือปีมวยปีซอกกระเพียบมาปีรูปและคณะสมบัติทางกล่าวสันตาโลกซ้ำอย่างสี่ให้ดังโลกนายกรัฐมนตรีปัจจุบันน่านะซอกกระเพียบเป็นเล่นละอาเจียมาบ่นมาสามอย่างสี่ละอาเจียมชินะมวยซ้ำนะมาบ่นจำกู้หัวคณะมาจำกู้มวยซ้ำนั่นแหละนะยัยปีหึงรูปสมบัติและคณะบกลึกและคณะทางกล่าวคือโลกซ้ำอย่างสี่ละอาเจียมแม่นะบ่นมาตีปีเมื่อปีสมัติเพียบตาโลกซ้ำดังสี่ไอ้โลกคนซ้ายน่าเห็นมากพอเชียงซ้ำดังสี่ดาวเหลืองดำเหลืองดอกนี้นะจะได้บานคำท่าคำท่าลายโยมาเปรียบท่าปีเนี่ยนั่งน่าเห็นพอเชียงกันนะลูกนายกรัฐมนตรีปัจจุบันนะซ้ำจะทำเธอโกนสร้างลูกซ้ำดังสี่ก็อดตอนเธอบานพ้องอดตอนบานด้วยปีผัวไอ้สัญญาบัตรมาบอกลูกซ้ำดังสี่ลูกซ้ำดังสี่กดปรริญญาคณะมหาวิทยาลัยโคนสะกดเพราะนั้นลูกนายกรัฐมนตรีเนื้อประทำศึกษาอดตอนบานเธอโคนสะลูกประเทศซ้ำดังสี่พ้องนะบอกนะบ้าเนี่ยไม่ต้องเสียไปพ้องอะไรไม่ใช่ตีใบใช่ปีก้นนะทอมันมานี่ตามประกอบเป็นนะพระองค์เป็นยัยปีเนี่ยดักนอมนะยัยปีคนนะทัวคนนะทัวเกี่ยมือเลยขล่ะอะไรมือเราเวียงโลกซ้ำดังสี่ให้โลกนายกรัฐมนตรีอะไรแค่มันท้าได้โลกนายกรัฐมนตรีอย่างไม่ปาปนมือใครอ่ะเพราะโลกซ้ำดังสี่บาดใดโลกซ้ำดังสี่ได้ประหลาดเชี่ยมเหรอโลกซ้ำดังสี่ได้สำหรับขมายเหรอโลกซ้ำดังสี่ได้จับขมายน้ำเนี่ยดักกบเหรอโลกซ้ำดังสี่ได้บันเนี่ยสกยอได้เหรอแค่มาไหนลูกสามนักซีเมียประหลาดเชี่ยมาเด้ลูกสามนักซีได้เธอขมายกอมเหรอลูกสามนักซีได้เธอก็มันนี่เหรอฉันมาค้างเทียบบาปอนทาครูได้ยังจะดักไงนะบอกนะฉันเชื่อดังทาไปกระชนนายกรัฐมนตรีบอกเยอะบาดใดอัดประหลาดเชี่ยมมาแน่นอนตีไปถ้าเกี่ยมือไอเทียบอัมพีคนเดือดร้อนมือบาดเชิงก่อนเลยนะตาบาดเชิงลูกสามนักซีเมียนประหลาดเลยมัวอ่อนประหลาดเลยมัวมีในทำไมลูกสามนักซีได้ปั๊มพลานเผยเชื่อลูกสามนักซีได้ลวดได้ยอดลูกสามนักซีได้ลวดรายอดลูกสามนักซีได้ลวดบังทะเลอดลูกสามนักซีเมียนปกรวยลวดถอดสมาธิอดจ้ามวยมาคางเตียฉันหายคำซ้ำใจกับบาปอนเปรียบเทียบได้ปนังตาดังนะตีมวยซ้ำมาบาปอนเปรียบเทียบอัมพีมือดักน้อมมุนไม่เยอะมาช้ากี่มือนะบาปอนนะบ้าตีปีมืออัมพีโกนโยบายการบัญชีนโยบายระบบคณะปะจางปีแล้วโกนโยบายว่าคณะปะสองครูเชียดคณะปะสองครูเชียดเมียนโกกาประเชียตไตเสรีปิดประกาศโกรบสถิมโนแล้วสัวพาคณะปะสองครูเชียดการมาปีนาการมาปีต่อเชื่อมากมายมาพอนมาคณะปะสองครูเชียดคือเจตคณะปะประเชียตไตปิดประกาศมาพอนมาแล้วเมื่อคณะปะมาค้างตีแล้วการมาปีนาน่าแค่นี้มันดังนะดังเลยตั้งแล้วมาพอดังแต่นะการไงมาเพย์ของใบขายมิถุนาชนะมาปอนบำรุร้อย50 มวยใบพิซาคาระบอบปะคอมมิวนิสต์อันดูจันระบอบขมาโฮจิมินห์เห็นไหมนั่งปะเคหายปะสองครัวเชียบการมาปีไปเชียร์เรียกมาเอาสามแดงซีให้กำสขารวบรวมเคลียร์ไปเชียร์เรียกมาเชียร์ไม้ที่เอาระบกระปะสองครัวเชียร์ตาบอดมาจะไม้เอาบักระปะเกนะ
ណាដូច្នេះហើយបងប្អូនបានណាចឹងគោលការណ៍របស់យើងគឺយើងយកគោលការណ៍ប្រជាធិបតេយ្យគោលការណ៍គេគឺកុម្មុយនីសណាបងប្អូនណាបាទពួកគេប្រវត្តិគេកើតមកពីកុម្មុយនីសហើយគោលការណ៍មួយទៀតរបស់គណៈបកសង្គ្រោះជាតិគឺយើងអត់យកខ្មែរណាធ្វើសត្រូវគោលនយោបាយគោលការណ៍យើងអហិង្សាអត់មានគុំគួនសងសឹកខ្មែរទេអត់បំបាច់បំបាក់ខ្មែរទេគោលការណ៍របស់គណៈបកសង្គ្រោះជាតិយើងឆ្ពោះទៅរកឯកភាពជាតិខ្មែរបាទឥឡូវគោលការណ៍ខាងគាត់វិញគិតទៅពីបំបាយរហូតមែនទេបងប្អូនការ93បោះចោលហើយចាញ់គេមិនព្រមចង់អបគុំជាធ្វើនាយករដ្ឋមន្ត្រី2នាក់ហើយបំបាយលោកតាសឿនសានជាមួយអៀងម៉ាលី93 95បំបាយសំរងស៊ីពីរ៉ានរ៉េត97វាយហ្វុនស៊ីបាច់ខ្ទេចបាក់ខ្នងណាត់មុនឆៃបាទតែបំបាយដល់ដល់បំបាយទៅមានអស់ហើយណាសំរងស៊ីប្រមូលហ្វុនស៊ីបាច់ឆ្នាជាតិម្ដុំកម្មសិក្ខាចេញមកបង្កើតគណៈបកសិទ្ធិនោះប្រមូលអ្នកស្នាជាតិពីលោកតាសឿនសានអ្នកប្រជាធិបតេយ្យម្ដុំហើយស្រាប់ថ្ងៃ12ខែកក្កដា2012ពីរក្រុមហ្នឹងប្រមូលគ្នាមកម្ដុំគណៈបកសង្គ្រោះជាតិនេះឯងបាទអញ្ចឹងពួកគេអ្នកបំបាយពួកយើងអ្នកបរួមមើលណាបងប្អូនចឹងគោលការណ៍យើងបរួបរំជាតិគោលការណ៍គេបំបាយបំបាក់ជាតិហើយតែខុសគ្នាចឹងឃើញខុសគ្នាច្បាស់ណាស់បងប្អូនឥឡូវយើងកលែងមើលកម្មវិធីនយោបាយយើងយ៉ាងម៉េចហើយកម្មវិធីនយោបាយរបស់គណៈបកកាន់អំណាចបច្ចុប្បន្ននេះម៉េចកម្មវិធីចំពោះបញ្ហាជាតិនៅលើបញ្ហាព្រំដែនបញ្ហាទឹកដីសួរថាតើរហូតមកដល់ថ្ងៃនេះគណៈបកប្រជាជនកម្ពុជាកាន់អំណាច30ឆ្នាំមកជាងនេះតើគាត់ដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាងបានហើយនៅគឺនៅតែបោះបកគោលលើដីស្រែចម្ការប្រជាពលរដ្ឋហើយប្រជាពលរដ្ឋខ្មែរម្ចាស់ដីស្រែចម្ការកំពុងតែស្រែកកំពុងតែតវ៉ាគ្រប់ទិសទីគាត់មិនខ្ចីធ្វើអើពើហើយមួយទៀតបញ្ហាអន្តរប្រវេសន៍ខុសច្បាប់ណាឥឡូវខ្ញុំប្រាប់អ្នកដែលដេកស្កាប់មុខដែលមិនទាន់ងើបឥឡូវប្រៀបធៀបណាសួរថាតើមានយួនចូលស្រុកខ្មែរខុសច្បាប់ទេសម្ងាយនេះបាទមានហើយសួរថាតើរដ្ឋាភិបាលដឹកនាំដោយគណៈបកប្រជាជនកម្ពុជានេះមានបានយកច្បាប់អន្តរប្រវេសន៍បញ្ជូនយួនខុសច្បាប់ចាប់ដាក់គុកហើយបញ្ជូនទៅស្រុកវិញមានអត់ទេអត់ឃើញទេបាទអត់មានទេសោះហើយក៏សៀមមក7នាក់គាត់ធ្វើមែនបានយួនមកសងំជើងแล้วបងប្អូនណាចឹងហើយមានន័យថាម៉េចមានន័យថាគាត់អត់ហ៊ានជាមួយយួនទេបងប្អូនព្រោះគឺយើងដឹងថាគាត់នឹងមិនអាចធ្វើអីបានជាមួយយួនទេចាំយើងខ្មែរបើយើងជាមនុស្សចាំថាក្រែងលើមនុស្សខ្លះអន់ជាសត្វទៀតក្រងស្មោចទៅជន់សបុកវាខំមែនទេបងប្អូនមានមនុស្សខ្លះយួនចូលប៉ុណ្ណឹងហើយនៅស្ងប់ស្ងៀមនៅគំត្រទៀតអាហ្នឹងអន់ជាងក្រងស្មោចទៀតមែនទេបងប្អូនបាទម៉េចសំមុខនៅដូច្នេះហើយគឺយើងជាមនុស្សណាមានសេចក្តីថ្លៃថ្នូរយើងជាមនុស្សមិនសត្វទេបងប្អូនសត្វក៏វាការពារសបុកដែរហើយមនុស្សបើគេមកហើយឲ្យដីទៅគេឲ្យព្រៃឈើទៅគេមិនមែនឲ្យព្រៃធម្មតាទេបងប្អូនសូម្បីតែព្រៃឡង់ព្រៃប្រវត្តិសាស្ត្ររបស់ខ្មែរហើយព្រៃដែលជាបេតិកភណ្ឌដែលគេគិតថាពិភពលោកការពារព្រៃធំក៏រដ្ឋាភិបាលបច្ចុប្បន្នសម្បទានឲ្យក្រុមហ៊ុនយួនដែរហួសចិត្តបងប្អូនបើយើងជាមនុស្សគឺយើងអាចទទួលយកបានទេណាបងប្អូនណាដូច្នេះហើយតើអស់នេះបង្ហាញឲ្យឃើញថាគោលការណ៍នយោបាយរបស់គណៈបកសង្គ្រោះជាតិគឺយើងអត់មានការបំបែកបំបាក់ជាតិទេយើងទៅរួបរวมខ្មែរបានគាត់គិតតែពីបំបែកបំបាក់ខ្មែរបងប្អូនបាទម៉េចឃើញខុសគ្នាแล้วគោលការណ៍បាទឥឡូវមើលកម្មវិធីនយោបាយសួរថាគណៈបកប្រជាជនកម្ពុជាដឹកនាំ30ឆ្នាំហើយនេះបាននឹកឃើញចាស់ហ៎ដែលមានបើកប្រាក់ខែឲ្យចាស់ហ៎ចាស់ម៉ែឪអាលោកដែលពុកដេកស្កាប់មុខនេះដែលបានប្រាក់ខែឧបត្ថម្ភពីរដ្ឋាភិបាលហ៎
អត់ទេអ្នកខ្លះបានសរងមួយពីចេញមកកញ្ចប់ណាអង្គមកករងលុយ 10000 20000ហើយមកអាណត្តិយកទៅណាបងប្អូនគណៈសម្ដុំទៀតចុះបាទមកទាំងអស់មកអាណត្តិហ្នឹងអត់គិតជាលុយអត់បាន20000មកហើយចុះបបោឲ្យសង្គ្រោះជាតិអីដឹកនាំប្រទេសឆ្នាំ2013តើចាស់បានអីអាយុ65ឆ្នាំឡើងថវិកាជាតិនឹងផ្ដល់ជូនដល់យាយតាទាំងអស់អាយុ65ឆ្នាំឡើងទាំងម៉ែឪអ្នកផ្កាប់មុខនឹងផងគឺមួយខែបាន40000រៀលក្នុងម្នាក់បាទជារៀងរាល់ខែបាទ40000រៀលហ្នឹងយើងគិតមើលយាយ40000តា40000 2នាក់80000ណា2នាក់80000ក្នុងមួយខែមួយឆ្នាំ96000 5ឆ្នាំមួយអាណត្តិ4លាន800000មួយអាណត្តិបាន4លានជាងហើយបើបោះឲ្យតែចូលទៀតមួយអាណត្តិបានសរងបានអីបុកអស់បានតែ200,000ទេអញ្ចឹងយក4លានឬយក200,000ណាបងប្អូនយក4លានឬយក200,000យក100,000ឬយកលានយកលានឬយក100,000បើយកលានតើដូរ100,000ចេញណាបងប្អូនបាទអានេះគោលការណ៍យើងទី1 40000ណាបងប្អូនណាបាទជូនចាស់ទី2តម្លើងក្បាក់ខែជូនកម្មការនេះកូនចៅយើងធ្វើការចាស់នេះឥឡូវថ្ងៃនេះបានប្រាក់ខែគោលតែ61ទេអានេះធ្វើបាតកម្មលោកសំរងស៊ីដឹកនាំបាតកម្មប្រហែលឆ្នាំមកផងបានប៉ុណ្ណឹងពីមុនតែ$25ទេបាទឥឡូវនេះដោយសារប្រកម្មករធ្វើបាតកម្មថ្ងៃនេះគេកំពុងជជែកគ្នាគេចង់តឡើងឲ្យ$70ជាងប៉ុន្តែ$70ក៏ហូបអត់គ្រប់ដែរចាបោះចោលឲ្យគណៈបកសង្គ្រោះជាតិឆ្នាំ2013នេះមិនឲ្យកូនយើងទៅធ្វើបាតកម្មទេយើងនឹងធ្វើច្បាប់កំណត់នៅថវិកាប្រាក់ឈ្នួលរបស់កម្មករទាបបំផុត$150ក្នុងមួយខែបាទមកធ្វើបាតកម្មនាំគេបានទេគ្រាន់តែតបោះឆ្នោតទៅបានណាបងប្អូនណាបាទចឹងហើយបានយើងតម្លើងឲ្យណាទី2ទី3យើងនឹងតម្លើងប្រាក់ខែឲ្យមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធទាំងអស់ប៉ូលីសទាហានគ្រូបរិញ្ញាបត្រទាំងអស់យ៉ាងតិចបំផុត1លានរៀលក្នុងមួយខែបាទចឹងសួរមកមើលអស់លោកដែលពងផ្កាប់មុខណាចង់បានប្រាក់ខែ3-4សែន5សែនណាចង់បានលានចង់បាន1សែនចង់បានលានសួរអស់លោកគ្រូអ្នកគ្រូមន្ត្រីរាជការអាជ្ញាធរទាំងអស់នេះណាបងប្អូនណាចង់បានសែនឬចង់បានលានបើចង់បានលានដូរសែនទៅណាបងប្អូនណាឲ្យគាត់ទៅស៊ីសែនម្នាក់ឯងទៅមកសែន30ឆ្នាំហើយសែនមិនត្រូវដល់ខ្វល់កាយក៏ដែរមែនទេបងប្អូនដល់ដល់ស្រូវចោះថោកក៏ដែរមែនទេបងប្អូននៅជីឡើងថ្លៃមែនបងប្អូនមែនទេនៅគេយកដីនៅគេកាប់ឈើអស់ដែរមែនទេបងប្អូនបាទចាហើយមន្ត្រីរាជការទាំងអស់នៅទូទាំងប្រទេសគេកំពុងភ្ញាក់ឡើងហើយគេយកលានហើយគេមិនយកសែនទេទុកឲ្យគាត់យកសែនម្នាក់ឯងចោះណាបងប្អូនណាគេបោះលានមកហើយគេមិនភ្លឺទេបងប្អូនណាបាទទុកឲ្យប្រាក់ខែតិចហើយអើដើរទៅសញ្ញេយកលុយគេចេញមកគេជេរម្ដាយមានម៉ែប្រហែលទៅគេជេរហ្នឹងស្មានពីលុយគេហ្នឹងស្រួលបើមានប្រាក់ខែគ្រប់មិនជេរទេបរិយារីស្រឡាញ់ផងមែនយើងធ្វើការឲ្យបងប្អូនអត់យកលុយណាទី4យើងនឹងកំណត់តម្លៃស្រូវណាបងប្អូនណាទាបបំផុតគឺថោកបំផុតក្នុង1គីឡូ1000រៀលក្នុង1គីឡូទាបបំផុតបាទបើសិនឈ្នួយមកទិញស្រូវបងប្អូនថោកជាង1000រដ្ឋនឹងបញ្ចេញថវិកាដើម្បីទិញតម្លៃ1000ហើយបើឈ្នួយចង់បានស្រូវដែរឈ្នួយឲ្យ1200 1300លក់ឲ្យឈ្នួយចាស់នឹងហើយរដ្ឋាភិបាលជួយកសិករម្ចាស់ស្រែចម្ការរបស់យើងបាទហើយយើងរកទីផ្សារលក់ផលិតផលកសិកម្មឲ្យបងប្អូនបានថ្លៃណាបងប្អូនណាបាទទី4និងទី5យើងនឹងធានាពិនិត្យព្យាបាលជំងឺជូនដល់អ្នកក្រដោយអត់យកប្រាក់ហើយនៅប្រទេសណាក៏គេធ្វើដែរបងប្អូនជាការទទួលខុសត្រូវរបស់រដ្ឋាភិបាលនៅប្រទេសណាក៏គេធ្វើដែរបាទក្នុងពិភពលោកយ៉ាងនេះណាព្រោះមនុស្សទាំងអស់កើតមកមនុស្សមានតម្លៃដូចគ្នា
មនុស្សត្រូវការរស់ដោយសេចក្តីថ្លៃថ្នូរដូចគ្នាចឹងហើយបើមនុស្សដែលក្រគ្នាគ្មានលទ្ធភាពមើលរដ្ឋាភិបាលត្រូវទទួលខុសត្រូវនៅជាការទទួលខុសត្រូវរបស់រដ្ឋាភិបាលនៃគណៈបកសង្គ្រោះជាតិចំពោះអ្នកក្រីក្រដែលឈឺស្កាត់ទី6គឺយើងនឹងផ្ដល់ឱកាសឲ្យកូនអ្នកក្រអាចមានឱកាសបានរៀនដោយកូនអ្នកមានចឹងឲ្យទៅចង់រៀនបាទកូនអ្នកក្រសប្ងៃនេះបើយើងទៅមហាវិទ្យាល័យយើងអត់លុយគេអត់ឲ្យរៀនទេមែនមានតែឈប់មកធ្វើកម្មករធ្វើអីគេហើយក្មួយខ្លះកូនយើងខ្លះក៏គ្នាមានបញ្ញាបកែដែរប៉ុន្តែมันអាចម៉ែឪអត់លុយឲ្យរៀនមែនទេបងប្អូនចឹងហើយត្រូវតែបង្ខំចិត្តឈប់ចឹងហើយបើមានគណៈបកសង្គ្រោះជាតិដឹកនាំប្រទេសយើងធានាថាកូនអ្នកក្រឲ្យទៅចង់រៀនអាចរៀនបានដោយកូនអ្នកមានចឹងបាទទី7យើងនឹងមកចោះតម្លៃប្រេងមកចោះតម្លៃជីមកចោះតម្លៃអគ្គិសនីនិងមកចោះតម្លៃអត្រាការប្រាក់ប្រេងសប្តាហ៍នេះថ្លៃជាងប្រទេសជិតខាងសង្គ្រោះជាតិដឹកនាំប្រទេសថ្លៃប្រេងយើងនឹងមកចោះមិនឲ្យថ្លៃជាងប្រទេសជិតខាងយើងសៀមនឹងយួនទេគឺត្រូវតែស្មើនឹងប្រទេសជិតខាងហ្នឹងបងប្អូនបាទសម្រាប់យើងថ្លៃជាងគេជិត 1000 រៀលថ្លៃលើគេបាទយើងមកចុះតម្លៃជីយើងដឹងហើយថាបើជាកសិករយើងសម្ងាយធ្វើស្រែគឺខាតអត់ចំណេញទេដោយសារអីដោយសារយើងទិញប្រើជីហើយជីគេឡើងថ្លៃតែចិត្តហើយជាពិសេសទៀតយើងអត់លុយទៀតយើងអត់លុយច្រើនតែបដាក់គេទៀតមែនអាយករបស់គេមុនអាមកបៅ5-100000គេយក8-100000ទេណា200000ទេណាបាទឬមួយបើមិនចឹងទេត្រូវទៅខ្ចីលុយធនាគារបាទបើខ្ចីលុយធនាគារចុងការ 3% មួយខែចឹងគណៈបកសង្គ្រោះជាតិឈ្នះដឹកនាំរដ្ឋាភិបាលយើងមិនបញ្ចុះអត្រាការប្រាក់មិនឲ្យលើសពី 1% ទេក្នុងមួយខែបាទនេះជាកម្មវិធីនយោបាយដែលគណៈបកសង្គ្រោះជាតិមានអ្នកជំនាញបានស្រាវជ្រាវឃើញហើយបើចង់សួរថាធ្វើមិនបានបើចង់សួរថាបានលុយមកពីណាយើងបានប្រាប់អស់ហើយណាបងប្អូនណាបាទលុយមានប៉ុន្តែលុយនឹងចោលលួចបាត់ជន់ពុកលួចយកអស់ណាបងប្អូនណាឥឡូវខ្ញុំឧទាហរណ៍មួយប្រាក់ខែចាស់40000មួយខែ$10ចាស់ទុកខ្មែរទាំងអស់តាមស្ថិតិគឺមានតែ 4.5% 4 កន្លះ%គិតជា14លាននាក់ទៅមានប្រហែលជាង600000នាក់យើងថាច្រើនណាស់70000នាក់70000នាក់ជូនមួយខែម្នាក់$40000មួយខែអស់$7 លានក្នុងមួយឆ្នាំ12ខែអស់$84 លានតើ$84 លានគណៈបកសង្គ្រោះជាតិយកពីណាដែលគណៈបកប្រជាជនសម័យនេះលាក់បាត់អស់នេះគឺលុយយកពីទស្សនាប្រាសាទអង្គរសម័យនេះបរទេសមកមើលប្រាសាទអង្គរក្នុងមួយឆ្នាំប្រហែល3លាននាក់តាមរបាយការណ៍របស់រដ្ឋាភិបាល3លាននាក់ក្នុងម្នាក់ចូលមើលប្រាសាទអង្គរម្ដងមួយថ្ងៃហ្នឹងទិញសវត្ថមួយ$20មកចូល2-3ថ្ងៃ4-5ថ្ងៃទៅវាច្រើនជាងនឹងទៀតបើខាងអ្នកខ្លះមកនៅមួយអាទិត្យបានមើលអស់ប្រាសាទប៉ុន្តែបើមើល2ថ្ងៃចោះយើងថាតិចផុត$40ហើយអ្នកដែលជិះយន្តហោះចូលស្រុកខ្មែរជិះឡានចូលស្រុកខ្មែរបរទេសត្រូវបង់វីសាចូលសុំទឹកដីខាចូលទឹកដីខាម្នាក់បរទេសត្រូវបង់$25អញ្ចឹងវាឡើង$65ហើយក្នុងម្នាក់3លាននាក់វាប្រហែលជា$200 លានបងប្អូនកាលនេះអ្នកមកមើលទេសចរមកមើលប្រាសាទទាំងហ្នឹង$200 លានហើយជូនចាស់មួយខែ40000អស់តែ84លានហ្នឹងហើយលុយមាន$200ហ្នឹងមិនថាអត់លុយណាលុយហ្នឹងមើលក្រោយមើលលុយមកណាបាទលុយនៅណាអ្នកយកលុយហ្នឹងបងប្អូនក្រុមហ៊ុនយួនអ្នកយកប្រាសាទអង្គរខ្មែរអ្នកធ្វើក្រុមហ៊ុនយួនអ្នកយកលុយ
បាទអ្នកយកលុយហ្នឹងហើយដែលធ្វើឲ្យខ្មែរយើងទាំងអស់គ្នានេះมันអាចតទួលយកបានទេបងប្អូនត្រូវតែដូរយកក្រុមហ៊ុនយួននឹងចេញដាក់ខ្មែរចូលយកលុយហ្នឹងមកជូនចាស់ខ្មែរវិញបងប្អូនបាទបើពួកកូនអកតញ្ញូទៅឲ្យនៅចឹងចោះបើកូនកតញ្ញូគេដឹងគុណម៉ែឪគឺគេយកលុយហ្នឹងមកជូនម៉ែឪហើយមែនទេបើពួកអកតញ្ញូទុកលុយឲ្យយួនចោះបាទឥឡូវនេះក្រុមហ៊ុនយួនតែយកលុយហ្នឹងបាទចឹងហើយសូមឲ្យបងប្អូនច្បាស់ណាបងប្អូនណាឥឡូវខ្ញុំឧទាហរណ៍តែមួយទេឥឡូវយើងនិយាយរឿងលុយមន្ត្រីរាជការលុយមន្ត្រីរាជការសួរថាទៅម៉េចដើម្បីបានលុយ1លានយ៉ាងតិចជូនមន្ត្រីរាជការយើងបានគណនាឲ្យចំនួនមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធទាំងអស់នេះបើជូនគាត់ឲ្យបន្តិច1លានយើងត្រូវការលុយថែមពី300ទៅ400លានដុល្លារទៀតតើ300ទៅ400លានដុល្លារហ្នឹងគណៈបកសង្គ្រោះជាតិឈ្នះទៅរកលុយហ្នឹងពីណាមកឥឡូវនេះអង្គការអន្តរជាតិគេបានរកឃើញហើយគេចេញរបាយការណ៍គណលុយពន្ធដែលនាំចូលនេះលុយកយនេះលុយពន្ធកយនេះលុយពន្ធដានេះក្នុងមួយឆ្នាំបាត់ប្រហែល500លានដុល្លារបងប្អូនចឹងហើយបានកយមួយអូមើលឡានគេសម្បើមមែនទេប៉ុន្តែជួនកាលកយហ្នឹងអត់ទៅបានទេយកជូនទៅថ្នាក់លើឥឡូវនេះព័ត៌មានខាងកយឲ្យខ្ញុំដឹងទៀតអត់លុយឲ្យទៅពួកយុវជនដើរវាស់ដៃឲ្យកយមកប៉ោះបងលុយមកឲ្យបោះខ្លាម10000 20000 30000បងឲ្យឃើញទេអញ្ចឹងកយហ្នឹងគាត់ទៅយកលុយផ្ទះគាត់យកមកឲ្យអីយកលុយលួចពន្ធហ្នឹងហើយអញ្ចឹងហើយសួរថាមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធទាំងអស់ទុកឲ្យលុយពន្ធហ្នឹងឲ្យពួកហ្នឹងចែកគ្នាចាយឬក៏យកមកចែកមន្ត្រីរាជការទាំងអស់ឲ្យបានយ៉ាងតិច1លានម្នាក់គ្រប់មួយខែបងប្អូនបាទបើចង់បានយកមកចែកគ្នា1លាននាក់បោះចោលឲ្យសង្គ្រោះជាតិយើងប្រមូលលុយពន្ធកយនឹងមកបានពន្ធដានបាន500លានយើងយកជូនមន្ត្រីរាជការយ៉ាងតិច1លាននាក់អស់តែ300ទៅ400លាននាក់ឃើញទេលុយនៅគ្រប់កន្លែងហើយមិនគេថាអត់ណាបងប្អូនមកពីចោលលុយដល់បាទហើយស្គាល់មុខចោលនៅបាទឥឡូវកម្មករទៀតថ្ងៃនេះអស់លោកនៅខាងកំពង់ឆ្នាំងបងប្អូនកំពង់ឆ្នាំងនេះភាគច្រើនកូនទៅធ្វើការអង្គចាស់មែនឥឡូវកម្មករប្រាក់ខែអត់គ្រប់ដល់គណៈបកសង្គ្រោះជាតិថានឹងតម្លើងប្រាក់ខែកម្មករទៀតបំផុត150គេថាបានលុយមកពីណាទេណាឥឡូវខ្ញុំទៅធ្វើរបាយការណ៍ម្សិលមិញនៅភ្នំពេញខ្ញុំជួបជាមួយកម្មករច្រើនណាស់ក្មួយកម្មករមកច្រើនណាស់ខ្ញុំប្រាប់ក្មួយទាំងអស់ថាលុយរបស់ក្មួយនោះគេលួចយកនៅតាណាខ្លះពូឃើញអស់ហើយខ្ញុំបានស្រាវជ្រាវនៅរោងចក្រមួយដែលមានកម្មករ400នាក់បាទកម្មករ400នាក់ហ្នឹងតាកែហ្នឹងគាត់ថាមុននឹងបើករោងចក្រហ្នឹងគាត់តែសោកគេហ្នឹងបាទអស់185,000ដុល្លារគាត់តែចាប់ផ្ដើមបើកដំបងថ្លៃតភ្លើងថ្លៃតទឹកសទឹកតែ18,000នេះណោះបានតអើយថ្លៃសុំអាជ្ញាប័ណ្ណសុំអាជីវកម្មណាទៅក្រសួងនេះក្រសួងនោះបូកទាំងអស់185,000មុននឹងបើករោងចក្របានហើយសួរថាតកែនោះវាយកលុយពីណាវាយកលុយអាហ្មងបើកឲ្យកម្មករយកមកចាយណាយកមកឲ្យអាហ្នឹងគ្រាន់តែសុំបើកទេបាទបើកឲ្យដំណើរការហ្នឹងត្រូវឲ្យគេប្រចាំខែទៀតដឹកវត្ថុធាតុដើមចូលដើម្បីយកមកធ្វើខោអាវធ្វើស្បែកជើងហ្នឹងដឹកពីស្រុកក្រៅមកហ្នឹងក្នុងមួយកុងតឺន័រត្រូវសោកគេក្រៅពីបងស្រុកបាត់សោកឲ្យក្រៅ$750មួយកុងតឺន័របាទហើយបើបានតំណែងនាំចាញ់វិញមួយកុងតឺន័រដឹកចាញ់សោកគេអស់$1,500ទៀតសោករហូតអាហ្នឹងក្រៅបងឯងហើយក្រៅពីនោះទៀតឲ្យទៅអ្នកនេះឲ្យទៅអ្នកនោះទាំងអស់គាត់ឲ្យជើងប៉ាវរោងចក្រមួយសេតជួលជើងប៉ាវឲ្យមានមេតាហានម្នាក់មេប៉ូលីសម្នាក់ឲ្យមួយខែ1000កាលណាមានរឿងអីទេលហ្វូនហៅដំស្នីមកកម្លាំងគេមកប្រាវភ្លាមបក្រាបភ្លាមណាចឹងហើយតកែនឹងចិញ្ចឹមគ្រប់កន្លែងទាំងអស់ក្នុងមួយខែអស់$83,000ដុល្លារទៀតឃើញទេ$83,000ដុល្លារបើយើងយកមកចែកឲ្យកម្មករ400នាក់ក្នុងរោងចក្រហ្នឹងកម្មករម្នាក់បើកុំយកលុយទៅឲ្យពុកលួយសោកអ្នកធំហ្នឹងលុយហ្នឹងយកមកបើកកម្មករម្នាក់បាន$207ដុល្លារកន្លះទៀតឃើញទេមិនឡើងត្រឹម150ផងបាន$207កន្លះដុល្លារទៀតកូនយើងអញ្ចឹងលុយកូនយើងដែលខំធ្វើឈរ8ម៉ោងដាក់យើហូរយើនេះ
គឺអ្នកណាអ្នកលួចបងប្អូនមិនតែកាយôngចាទេពួកជនពុកលួយណាមកពួកណាដែលស៊ីពីគេណាចឹងហើយតង់ហ្នឹងហើយដែលខ្មែរទាំងអស់គ្នាខ្មែរគណៈបកប្រជាជនលោកបិភូមិក៏មានកូនទៅធ្វើការôngចាដែរចង់ឲ្យកូនបានប្រាក់ខែ200អត់បាទឥឡូវនេះយើងថាឲ្យតែ150ផងព្រោះឥឡូវលុយយើងមើលឧទាហរណ៍ឃើញតែôngចាមួយនេះដែលយើងរកឃើញមួយខែបាត់លុយកម្មករម្នាក់បាត់អស់$207កន្លះដោយសារតកែនឹងយកទៅឲ្យអ្នកនេះឲ្យទៅនោះណាបើសិនតែកុំឲ្យអ្នកនេះអ្នកនោះគាត់ទុកអានឹងទៅឡើងប្រាក់ខែកម្មករកុំថា150 200កន្លះណាមើលបងប្អូនណាបាទណាយើងឲ្យយើងថា150សិនចុះណាបងណាព្រោះយើងទៅចាប់ដឹកនាំរងគេលោកប្រមូលមកវាមិនតាន់អស់ចឹងហើយយើងដឹកនាំបន្តទៀតប្រមូលបានទៀតទៅឡើងជូនក្មួយទៀតម៉េចឈប់ថាអត់លុយនៅបាទឈប់ថាធ្វើបាននៅឥឡូវនេះស្ថានភាពនេះបងប្អូនស្ដាប់បដនយោបាយគេវិភាគគណៈបកប្រជាជននិយាយថាធ្វើនេះបានធ្វើនោះមិនកើតធ្វើនោះមិនកើតធ្វើនោះមិនកើតទប់ស្កាត់កាប់ឈើក៏ទប់មិនបានទប់ស្កាត់ទំនាស់ដីធ្លីក៏ទប់មិនបានតម្លើងប្រាក់ខែក៏មិនបានប្រាក់ខែមានតិចហើយបើកឲ្យអត់គ្រប់ទៀតណែហើយបើកអត់ទាន់ពេលលោកគ្រូខ្លះមន្ត្រីខ្លះ2-3ខែអត់ទាន់បើកឲ្យទៀតប្រាក់ខែតិចហើយអត់បើកឲ្យទៀតឥឡូវមន្ត្រីក្រសួងមហាផ្ទៃហ្នឹងក៏គាត់លូច្រើនដែរក៏បើកប្រាក់ខែអត់ទាន់ដែរគ្រូបរិញ្ញាហ្នឹងខ្លះ2ខែ3ខែអត់ទាន់បើកលុយតិចហើយបើកយឺតទៀតហើយមិនធម្មតាទេប្រាក់ខែតិចហើយកាត់កាក្បាតក្រមកាត់មកឲ្យប៉បខំគេឲ្យចូលប៉មកកាត់ប្រាក់ខែគេមកហើយណាហ៊ានតបដកចេញសាហាវមែនតើមិនថាខូចហ្មងណាបាទខូចមែនតើពួកនេះបាទអញ្ចឹងលុយមានដល់បាញ់ឥឡូវនេះគាត់ដឹងតែនេះធ្វើបាននេះធ្វើបាននោះធ្វើកើតហើយគណៈបកសង្គ្រោះជាតិគេនេះធ្វើបាននោះធ្វើបានទៅចេះបាញ់ឥឡូវខ្ញាល់ខ្លាំងចាប់ហើយណាបងប្អូនណាតើហើយមកទៅក៏ទៅដែរទៅអត់តើហើយ2013ដល់វិញណាឥឡូវយើងប្រៀបធៀបតែផ្លែឈើចុះនិយាយតែផ្លែឈើក៏ថានិយាយមនុស្សបាននិយាយជាមួយលោកប្រធានសំរងស៊ីនៅសិង្ហបុរីហើយលោកប្រធានសំរងស៊ីឡើងធ្វើនាយករដ្ឋមន្ត្រីឆ្នាំ2013នេះអត់ឲ្យកាន់អំណាចមកជីវិតទេយើងនឹងការច្បាប់ឲ្យអ្នកណាក៏ដោយធ្វើនាយករដ្ឋមន្ត្រីឲ្យធ្វើបានតែ2អាណត្តិយ៉ាងយូរបងប្អូន2អាណត្តិ10ឆ្នាំបើលោកប្រធានសំរងស៊ីដឹកនាំល្អសម្រាប់បាននៅគោលការណ៍ដែលយើងសន្យានេះយើងបោះឆ្នោតឲ្យគាត់មួយអាណត្តិទៀតមែនទេបងប្អូន2013ដល់2018ធ្វើនាយករដ្ឋមន្ត្រីមួយអាណត្តិបើគាត់ធ្វើល្អឲ្យគាត់ធ្វើពី2018ដល់2023តែបើគាត់ធ្វើមកទេតម្លាក់ចោលហើយណាបងប្អូនណាបាទតម្លាក់ចោលហើយហ្នឹងនិយាយគ្នាច្បាស់ប្រជាធិបតេយ្យគេធ្វើចឹងបងប្អូនមកពួកយើងតាណាងារយើងលោកសំរងស៊ីក៏កាន់តែខាងរដ្ឋាភិបាលទេកម្មសខាកាន់ខាងសភាដឹកនាំខាងសភាដោយសារសភាតាសំរងស៊ីធ្វើមកស្រួលសភាមិនទុកឲ្យនៅឯណាតែនោះបងប្អូននឹងហើយគេហៅថាប្រជាធិបតេយ្យពិតប្រាកដបងប្អូនបាទមកចង់បានជាធិបតេយ្យចឹងហ៎ប៉ុន្តែយើងទាំងអស់គ្នាមានជំនឿលើលោកសំរងស៊ីថាគាត់មានសមត្ថភាពធ្វើបានតែខ្ញុំនិយាយនេះបើធ្វើបានគឺយើងមានកលឹះរបស់យើងណាបងប្អូនណាហើយប្រជាធិបតេយ្យហើយប្រជារាស្ត្រខ្មែរបញ្ញវន្តខ្មែរឥឡូវនេះគេកំពុងចង់បានអាហ្នឹងហើយតែនេះថាធ្វើបានមិនដូចសម័យនៅតំណាងរាជគណៈបកកណ្ដាលខ្លាចនាយករដ្ឋមន្ត្រីញ័រក៏មិនទាន់ងាកដល់អាមេជប្រះមុនហើយបាទខ្លាចគេដល់ស្ដាយហើយលោកកម្មសខាមិនមែនខ្លាចសំរងស៊ីទេណាបងប្អូនណាគឺខ្លាចប្រជារាស្ត្រខ្មែរណាបងប្អូនណាគឺខ្លាចប្រជារាស្ត្រខ្មែរចឹងហើយបើលោកសំរងស៊ីធ្វើមិនបានទេយើងខ្លាចប្រជារាស្ត្រខ្មែរអត់បោះឲ្យសង្គ្រោះជាតិត្រូវតែដូរគាត់ចេញមែនទេបងប្អូនណាហើយប្រជាធិបតេយ្យហើយយើងបាននិយាយគ្នាច្បាស់ហើយណាបងប្អូនណាចង់បានចឹងទេមិនប្រៀបធៀបសំរងស៊ីណាបើមិនបាច់ប្រៀបធៀបកម្មសខាមួយឯងចម្រើនទេខ្ញុំចាញ់គាត់ចាស់ជាងណាបងប្អូនណាបើគាត់ហ៊ានបានខ្ញុំមិនដឹងទេ
แล้วบางคนเห็นผู้เชี่ยวชาญกับดังนะยืนต่อគ្នាยืนเคยโกกาขณะปะជាជនគឺទៅលែងរួចជាមួយយើងហើយណាបងប្អូនណាចឹងហើយកន្លងនេះគឺគាត់ត្រៀមខ្លួនដើម្បីទៅធ្វើបៈប្រឆាំងវិញហើយហើយគេលោកអស់លោកខ្លះដេកផ្កាប់មុខទៅថាកម្មសខាបានមកប្រាប់បើដឹងមុខឈ្នះមិនបោប្រាប់ផងឥឡូវមកប្រាប់ហើយជប់ដេកផ្កាប់ទៀតដល់ក្រខ្លួនរួមជាមួយគណៈបៈសូមគឺជាដើម្បីឈ្នះ2013នេះបងប្អូនបាទខកដល់គ្នាខ្មែរម៉ែខកដល់គ្នាឡើយជូនប៉ុណ្ណឹងចុះទុកឱកាសឲ្យបងប្អូនណាចង់ជើញសួរអីសួរតាចាត់ឲ្យអស់លោកគណៈបកប្រជាជនដែលខានលោបមកចង់សួរអញ្ជើញស្វាគមន៍ណាមិនកំសាដូចមេបកលោកទេទៅណាហ៊ានឲ្យគេសួរទេណាយើងអត់ខ្លាចទេអញ្ជើញមកសេរីបាទជើញមកបាទកុំលួចជេរទៅតាមទូនោះឥឡូវមកបាទអរគុណដល់បងប្អូនណាអរគុណបាទសូមថ្លែងអំណរគុណដល់ឯកឧត្តមកម្មសខាដែលបានបញ្យលលោកអ៊ំលោកតាលោកពូអ្នកមីងទាំងអស់បានបោះក្បាយអូបាទលោកអ៊ំនឹងគាត់ចង់សួរបាទសូមរំជើញបាទផ្ទះដៃជូនគាត់មួយបាទសុខភាពអតីតគ្រូបង្រៀនសុខស្ពងជាប្រធានគ្រូកសលគ្រូនៅភូមិជាពីឃុំមនោរមចិត្តសាមគ្គីមានជ័យហ្នឹងទេថ្ងៃនេះដោយបានស្ដាប់ចឹងគោលការណ៍ដែលអាដាមនិយាយមិញប្រាក់ទាំងអស់បានមកពីណាខ្ញុំសូមអានតំណែងជូនបន្តិចចុះអញ្ចឹងខ្ញុំសូមតាមគោលការណ៍ខាងលើដែលអាចប្រមូលបានគាត់ពន្ធណានឹងក្រោយអស់លោក$500 លានពន្ធកាស៊ីណូ$250 លានពន្ធវិស័យទេសចរ$200 លានពន្ធប្រេងសាំងដែល1.5 លានតោនទៅ1.7 លានតោននោះអាចប្រាក់ក្រៅដែលរដ្ឋាភិបាលនោះ$125 លានពីដីសម្បទាន$190 លានអាមពលរ៉ែ$60 លានអញ្ចឹងគ្រាន់តែរកក្រៅទេណាហើយសរុបចុងក្រោយសូមនិយាយទៅចុះប្រាក់ដែលក្រៅរកបាន$100,400 លានជាងហើយចែកចាយចាស់មនុស្សចាស់ហ្នឹងមិនស្មើនឹងប្រាក់យើងសល់$660 លានក្រានកសាងហេដ្ឋារចនាសម្ព័ន្ធខ្ញុំជាប្រជាជននេះប៉ុន្តែខ្ញុំសិក្សាពីគណៈបកសង្គ្រោះជាតិបាទសង្គ្រោះជាតិបាទដែលចងក្រងឡើងដោយអាដាមសុនឆៃប្រធានក្រុមការងារយកមកប្រាប់បងប្អូនថាកុំភ័យប្រាក់ហ្នឹងអាដាមបញ្ជាក់ឲ្យគ្រាន់តែពន្ធប្រេងនេះឲ្យចាស់$60ដែលជួបគាត់ថាមិនបានឯណាមកឲ្យទេខ្ញុំវាអត់រកឲ្យបងប្អូនអត់បានទេចង់ឲ្យ$100,000នោះប៉ុន្តែយើងឲ្យតែលានទេណាមិនឲ្យបងប្អូនឯកភាពថាយកលានទេមិនអញ្ចឹងហ៎40000ហ្នឹងគិតទៅអស់ប្រហែលលានទេនេះមនុស្សចាស់អស់$70 លាននេះក្នុងមួយឆ្នាំតែអស់ពេលវេលាព្រមអញ្ជើញអ៊ំបែជូន3នាទីហើយជាសំណួរតែហ្មងលោកអ៊ំណាបាទសូមគោរពអាដាមថ្ងៃនេះជំទីធំជាបឋមសូមគោរពអាដាមកម្មសខាខ្ញុំក៏មិនដែលឃើញមុខដែរណាហើយនឹងសូមគោរពអង្គប្រជុំព្រោះថ្ងៃនេះទូទាំងសុខសាមគ្គីមានជ័យហើយហើយខ្ញុំក៏ជាប្រជាជនម្នាក់ដែរអាយុ67ឆ្នាំហើយនៅក្នុងភូមិក្រាំងសមរនេះបាទឥឡូវខ្ញុំសូមជម្រាបអញ្ចេះក្រោយពីប្រសាសន៍របស់អាដាមកម្មសខាបានជម្រាបជូនគឺច្រើនលក្ខណៈណាស់ចំណុចទាំង4ដែលលោកដែលអាដាមលើកបញ្ជាក់អញ្ចឹងគាត់ខ្ញុំសូមបញ្ជាក់ជូនដល់ពុកម៉ែមាមីងទាំងអស់ដើម្បីឲ្យជ្រាបលើបញ្ហានេះមួយចំនួនក៏ដូចជាសំណួរខ្ញុំចុងក្រោយមុននឹងមានពេលថ្ងៃនេះដែលបងប្អូនមកជួបជុំក្រោយ79បងប្អូនដែលទៅនៅជាទៀវជ្រែកនេះនៅវាលអីនេះលាងនេះទេដែលស្គាល់អូគីទេហើយពេលដែលចេញទៅដែលលឺហើយម៉ោងនេះដែលយើងបានប៉ុណ្ណឹងរហូតដល់រយៈកាលយើងគិតតែ93មកចុះត្រឹមឆ្នាំ1993មកចុះហើយយើងទទួលបានមុខមាត់ប៉ុណ្ណេះយើងបានសប្បាយរីករាយប៉ុណ្ណេះយើងមានទាំងវិទ្យាល័យមានទាំងអនុវិទ្យាល័យមានទាំងផ្លូវឥឡូវគឺកំពុងចាក់កន្ទូនេះដែលជាការមោទនភាពរបស់យើងតាំងពីសាលាបឋមប្រក់ស្លឹកឥឡូវនេះដល់វិទ្យាល័យអានឹងដោយប្រសាសន៍ឯកឧត្តមបានបញ្ជាក់ថាកូនអ្នកក្រត្រូវបានចូលរៀនដោយមិនគិតថ្លៃអញ្ចឹងនេះវិទ្យាល័យហោទ្វាប៉ុន្តែដោយឡែកអីបច្ចុប្បន្នដោយឡែកបងប្អូនទាំងអស់នៅភូមិក្រាំងសមរក្តីក្នុងភូមិពីមក្តីនៅភូមិជាឡើងក្តី
นะបែរជាកែតម្រង់ទៅឯណារៀនអីណាតែឥឡូវខ្ញុំសុំមួយទៀតគាត់បញ្ជាក់លក្ខណៈសម្បត្តិការដឹកនាំបាទសុំលើកបញ្ជាក់បន្តិចសិនកុំអាចចុកវាអញ្ចឹងវាបិទសិទ្ធខ្ញុំបន្តិចកុំឲ្យនិយាយដល់បញ្ជាហៀងពេកវាអត់ស្រួលឲ្យប្រជាជនទាំងអស់ឃើញផងមើលឥឡូវខ្ញុំលើកអំពីលក្ខណៈសម្បត្តិអ្នកដឹកនាំឯកឧត្តមបានបញ្ជាក់ហើយលក្ខណៈប្រៀបធៀបទាំងពីរគឺឯកឧត្តមសំរងស៊ីសម្ដេចដៃជូហើយឯកឧត្តមកឹមសុខាក៏នៅនឹងដែរក្នុងឆ្នាំ79គាត់នឹងដែរគាត់មិនមែនមកពីប្រាំងទេខ្ញុំប៉ាគាត់មកពីប្រាំងអត់ទេគាត់នៅតកែវកុំឲ្យបងប្អូនស្គាល់ថាឯកឧត្តមសំរងស៊ីខ្ពស់មែនហើយពីព្រោះកាលឆ្នាំ1957ក្រោយពីសំសេរីអានឹងបងប្អូនប៉ុណ្ណាវ័យនេះស្គាល់តាគាត់ស្គាល់ហើយតាម1957យ៉ាងម៉េច58យ៉ាងម៉េចបាទស្គាល់ដល់ជាតាតញៀននៃណាមកទៀតអញ្ចឹងទេការប្រៀបធៀបរបស់សម្ដេចនាយកកូនកសិករតើគាត់ថាតើគាត់កូនកសិករនេះប៉ុន្តែគាត់ដឹកនាំឲ្យយើងពិតមែនតែយួនចូលស្រុកកុំតែទាំងអស់គ្នានឹងបានយួនចូលស្រុកមិនមែនបានមុខហឺប៉ុណ្្នឹងទេមិនមែនបានទេអានេះយើងនិយាយឲ្យសច្ចធម៌ខ្លះអញ្ចឹងលក្ខណៈសម្បត្តិគេមានមែនប៉ុន្តែក្នុងដែលខ្ញុំមិនភ្លេចទេនោះការសម័យក្នុងឆ្នាំ93មិនធ្វើរដ្ឋមន្ត្រីហិរញ្ញវត្ថុដោយមិនយកប្រាក់ខែវាអត់ឈើមកពីប្រមាណ$ហើយនឹងរើសគយជាង200ក្នុងនោះមានដោយម្នាក់ផងគយ200នាក់នៅពេលដែលអាណត្តិរបស់ឯកឧត្តមសំរងស៊ីប៉ុន្តែសម្ដេចនាយកគាត់សមត្ថភាពអន់ទៀតណាស់បណ្ឌិតសំរងស៊ីគាត់ខ្ពស់តែដុកទ័រាសិស្សស្អីអានឹងគាត់នេះទេខាងពាណិជ្ជកម្មខាងសេដ្ឋកិច្ចហើយមិនទៅលោកគ្រូសមងថាមិននឹងបញ្ជាក់ជូនហើយបាទឥឡូវដល់នាទីហើយសូមអធិស្ឋានបញ្ចប់ប៉ុណ្នេះព្រោះបងប្អូនលោកយាយលោកតាគាត់មានបំណងសួរពីសំណួរផ្សេងៗបាទសូមអធិស្ឋានលោកគ្រូសូមបញ្ចប់ប៉ុណ្នេះបាទខ្ញុំសូមសួរសំណួរចុងក្រោយសួរថា40000 លាន150ជាគោលនយោបាយសួរថាតើថ្ងៃណាលោកឲ្យបាទទី1ទី2ទៀតចំពោះអ្នកទាំងអស់គ្នាយល់ឃើញថាបើសិនជាគណៈបកសង្គ្រោះជាតិគិតពីខែ1ដល់ខែ7បោះឆ្នោតឲ្យចុះតាបន្តិចទៀតហ្នឹងគាត់ដឹងយ៉ាងម៉េចឲ្យគាត់40000គ្រប់គ្នាពីខែ1ទៅឲ្យគ្រូឲ្យ1លានពីខែ1ទៅដល់ខែ7គឺយើងខ្ញុំទាំងអស់ដាច់ញាបោះឆ្នោតជូនទាំងអស់យល់ទេបើឲ្យពីខែ1ទៅយល់ទេអានោះបាត់ច្រើនហើយជាបឋមខ្ញុំបាទឈ្មោះកឹមច័ន្ទនៅភូមិក្រាំងសមបាទខ្ញុំចង់សួរទៅអាយដាមកឹមសុខាដែលជាប្រធានគណៈបកសិទ្ធិមនុស្សបាទសំណួរខ្ញុំមានដូចទៅបាទដូចចម្ងល់ទេបាទសម្ដេចហ៊ុនសែនគាត់ថាកាលណាគាត់ធ្លាក់ឆ្នោតនឹងគាត់អត់ធ្វើបុណ្យដោយអាគម្រោងផ្សេងដើម្បីឲ្យបាទដកអាគម្រោងទាំងឡាយឬអត់ថែកសិនចូលវត្តទេអាហ្នឹងសម្ដេចហ៊ុនសែនឥឡូវយើងវិភាគទៅដល់គណៈបកសង្គ្រោះជាតិហេតុអ្វីបានជាគាត់ឲ្យឡានគណៈបកឲ្យឡានចំពោះដែលទៅជាប់និគមបាទមិនព្រមឲ្យមុនដែរបាទអញ្ចឹងតើយ៉ាងម៉េចបងប្អូនពិចារណាឥឡូវខ្ញុំជួបបញ្ហាទាំងតិចទេកុំឲ្យខាតពេលបញ្ហាអំពើពុករលួយយួននៅដីខ្មែរកាប់ព្រៃឈើអស់ហើយដំណោះស្រាយឯកឧត្តមឲ្យចាស់40000តើចំបញ្ហាអត់បាទសូមអរគុណបាទអរគុណមានទៀតទេសូមជំរាបសួរដល់បងប្អូនដែលមានវត្តមានជំរាបសួរប្រជាពលរដ្ឋបាននិយាយសួរឯកឧត្តមអត់ជិតជ្រៅទេរឿងនយោបាយខ្ញុំចង់ថាធ្វើម៉េចឲ្យអាជាក្រិតឲ្យជីងថ្លឹងឲ្យស្មើណាខ្ញុំមកនេះគឺខ្ញុំអូមិនជីម៉ូតូដឹកចៅមកទៀតណាពូខ្ញុំដឹងតែអាដាមមកនិយាយខ្លីៗហ៎បងខ្ញុំចង់ឲ្យអាដាមដោះស្រាយសំណួរទី1ពេលដែលអាដាមជាប់ជាចំណាត់ថ្នាក់សូមឲ្យយួនចេញពីកម្ពុជាមិនយួនទេវៀតណាមចឹងស្វាគមន៍មកដោះស្រាយចេញមិនបាច់បោះឲ្យទេតែខ្ញុំជំនឿណាព្រោះខ្ញុំជាអ្នកកាប់ជ្រូកដល់ដៃខ្ពស់ហ៎ជ័យយកគណៈបកក្នុងគ្រូជាតិជ័យយកលទ្ធិប្រជាធិបតេយ្យបាទហើយគោលនយោបាយរបស់គណៈបកក្នុងគ្រូជាតិមិនគាត់បាននិយាយថ្លែងប្រាប់បងប្អូនលោកតានិយាយថាបើគាត់ជាប់ឆ្នោត
năng chun cha cha mà nè buồn mơn hỏi lúc ông mình có thua tha bạn buồn mơn nâng toàn chuột và thả ơi nơi còn khi ơi còn ta buồn mơn nắng kê này dây đặt quật chuột nào phân mình ao buồn mơn lại lấy con chuột theo bạn ngôi mơ vì na tì pi lúc bông nè rồi còn thua tha rương dùn cho tóc cặp phây bành haแต่กว่าท่าดงเราใช้เอาบุญเมินนึงอุ้ยเธอไม่เอายุนจังหอยดับเปดงเราใช้ก็ท่านี่ใหญ่ได้กุนอยู่ใบก้อนใหญ่รองไงไอ้บ่าวงปอนตับบ้านหรือกุมซาตีเด้เมียนไปโชว์ตับมึงไงบุญโดนได้ตาจงกล่าวยังนะบ่าเอาใครลูกอมมองอ๋อสามปีเกิดยังไงวันนี้คือกรมทัวร์สนุกไอ้น้องก็ให้ดอกไม้มันหาท่าเมียนไตรกอนอาภิวัตน์ไอ้น้องเฮียมันจุลไตรกอนอาภิวัตน์นั่นเป็นในทำไมนั่นสำรวจที่มวยสำรวจที่ปีคือเอาไว้เจ้าได้หาท่าเรียกเมียนมนุษย์อะไรสำรวจที่ใบหนาเลยตัวนี้สกขมายยืงสกขมายเติมเมียนจะบับจุดลองต่อบุเบได้ดีบ่าวคนละอมโดยซาเปวิเลียคล้ายยังตอนประกอบตัวในที่นี้เจอไอ้ตอนประเทศลูกเบาะทรายบ่าวตกลงช่วยไงดอมลูกตาบุตรบ่าวได้ลูกตาถูกเต้นลูกตาบ่าวเล่คณะเทพได้เชียร์ตำนานดิคณะพระสงฆ์ครูเชียร์ยิตีสนาเชียร์ประทอมเทพกุศลกรุ๊ปดาวลูกบอกโอนลูกตาลูกยัยตั้งหมกนมไงนี่ยิตีกรุ๊ปยิตีสนาตั้งน่าดังชอบตัวนี้ยืนนมสมจูนจัดจำนัดเชียร์รำดังใบสดับในกำที่โกนโยบายได้คณะปะพุทธากรุ๊ปคณะปะตัวจับแต่โกนโยบายเอาไงนี่จิตไงมวยดอดำได้ไปจิตไงเซ่ไงใครได้ใครมิโจจิตโจดอใครบุคคลไหนเอาโดยแช่ยืนขยมเจียยุในด้านความพระสมุทรบ่าสมุทรขยมยังไงเจียสมุทรกองซ้นบ่าในภูมิกลางสมอบ่าในภูมิกลางสมอคุมสายจุกสกสามที่มีใจใครกับภูมิชนังบ่าจังตรงจะจิตจะยุจัดยังไงบ่ายุจัดใบไอ้โดยเฉพาะตาโกลโยบายคณะพระสงฆ์ครูเจี๊ยบคือทายืนสลับบานให้ทาโกลโยบายคณะพระสงฆ์ครูเจี๊ยบแล้วจับอีกไงนี่เต้คือในประมาณคายเตี้ยบานยืนโจจับประโดบ่าจับประโดมีเทวดาจัดเทวดาทำไมบ่าในประมาณคายเตี้ยคือในพระรามคายเตี้ยบ่าอันนี้ในพระรามคายเตี้ยบ่าบ้านให้บ้านจังบวนเมนคอมเพล็กซ์บ่าคอมเพล็กซ์บ่าแต่การนายยังเพล็กบวนเมนขยมอายุจัดใบใหญ่เอาที่60 พยามของถ้าจะมาได้มาบวนเมนได้ดังก็พอได้เชียร์ใส่ได้บอกโอนได้มาสดับขนมเธอนี่คือทาสมเธออย่างนาไปตามโกนโยบายหึงซาบาดหึงซาอดเงินโยขมายนาเธอจะเจอที่สดับโกนโยบายชิบ้าบอกโอนโกนขมุดเขม้งได้ในสอบไงนี่ผมปงใจช่วยเฉิมนะดาวซาจะตามมโนกุมิเจียในคณะปะวิเชียจุนถ้าเอาฉบับจำนำเอาได้มือถักสมโนคณะปะวิเชียจุนมาเอาเซลสดับจ่าเร่มาเอาเซลสดับจ่าเร่ปีถักเมงเธอชวนจ่าจำนวนเนี่ยมาเอาตามโกลโยบายแต่ตามคณะปะเธออำเภอหึงซาเทมาโดยเฉพาะบองได้เดินที่บ้านกวาดเดินเธอนี่ได้จับไปจมูกเขียวมั้งมาตามที่อยู่งานลูกตาแปลงตะวันเนาะมาขยมยังไงได้ยังมือตาแปลงตะวันเนาะได้ยนได้เนาะถ้ารถได้รถโจเคยมาที่มันโจเคยมาที่โจได้โอกีบ่าโอกีรถไอ้แต่รถได้เดินพ่วงจับ
មានច្បាប់ម៉ែវាយអត់មកជឿខ្ញុំទេបើចឹងទេខ្ញុំសូមបញ្ជាក់បងប្អូនប៉ុណ្ណឹងរងចាំតែដល់ឈ្នះឆ្នោតបើឈ្នះយើងទាំងអស់គ្នានេះឈ្នះទាំងអស់គ្នាបាទមិនឈ្នះណានេះគឺឈ្នះខ្មែរទាំងអស់គ្នាបាទអានឹងយើងជប់ស្ដាប់ពលនយោបាយចឹងដូចនេះចាប់ពីថ្ងៃនេះទៅយើងរងចាំដល់ដូរទេវតាចាស់ផ្លាស់ទេវតាថ្មីនោះតានឹងរត់ពលយើងទៀតហើយឃោសនានឹងបាទនៅទាន់បើនៅមិនទាន់នេះដឹងធ្វើម៉េចទេបាទអរគុណច្រើនលោកតាបីគឺសូមបានប៉ុណ្ណឹងសូមបញ្ជាក់ប៉ុណ្ណឹងបងប្អូនត្រៀមលក្ខណៈឲ្យបានច្បាស់កុំផ្អើលភ្នាក់បាទតាមនយោបាយយើងស្ដាប់នយោបាយទាំងអស់គ្នាគោលនយោបាយសង្គ្រោះជាតិឲ្យស្ដាប់ថាសង្គ្រោះជាតិគឺសង្គ្រោះទាំងអស់គ្នាដូចគ្នាបងប្អូនស្ងាត់អារម្មណ៍ចាំដល់ពេលយើងដូរសំយើងគិតតនឹងត្រៀមកំភ្លេចនៅ5ខែទៀតជាបញ្ចប់សូមអស់វាបល់ប៉ុណ្ណឹងសូមអរគុណបុគ្គលវិរៈនេះឲ្យអាដាមប្រធានលោកបកស្រាយនៅចម្ងល់បាទសូមក្រុមជើអាដាមបាទអរគុណណាស់ថ្ងៃនេះអស់ប៉ះជើងងាប់បងបាទអរគុណណាស់វាគ្មិនទី1គាត់ឡើងបង្ហាញបញ្ជាក់ជូនក្នុងនាមគាត់ជាប្រជាពលរដ្ឋម្នាក់គាត់បានក្តាប់បាននៅគោលនយោបាយរបស់គណៈបកសង្គ្រោះជាតិនៅថវិកាជាតិដែលត្រូវការចំណូលចំណាយនោះហើយគាត់បានជំរាបជូនហើយបន្ថែមពីលើអ្វីដែលខ្ញុំបានជំរាបថាតើលុយបានមកពីណានៅតាណាអីហ្នឹងគាត់បានជំរាបជូនហើយតើពីដើមគណៈបកប្រជាជនគាត់និយាយថាគ្មានប្រទេសណាគេធ្វើចឹងទេបើយើងប្រាប់ថាមានប្រទេសគេសិតតែជូនចាស់ចាយចឹងគាត់ឈប់ថាហ្នឹងគាត់តល់គាត់ថាគាត់ក៏ចង់ធ្វើដែរគាត់អត់លុយដល់យើងបង្ហាញលុយមានទៅអស់តល់ច្រកបដ ாய் ចាប់ហើយចាប់ហើយបាទចឹងហើយប្រជារាស្ត្រគេដឹងថាលុយមានបើកុំសូវលើកជើងពេកបើអាជ័យធ្លាក់ទឹកដូចសំថ្ងៃចឹងពួកអ្នកថ្នាក់ខេត្តថ្នាក់ឧត្តមសេនីយ៍ថ្នាក់អីថ្នាក់ខ្លះរដ្ឋមន្ត្រីអីស៊ីដោយអីចឹងប៉ុន្តែដល់រឿងដែលចូលណាគេឲ្យរឿងគាត់ហើយពួកហ្នឹងចាំមកបញ្ចូលគាត់ទេអូសម្ដេចល្អណាស់សម្ដេចប្រកែណាស់សម្ដេចឆ្លៀសវៃណាស់សម្ដេចអីបានពួកហ្នឹងស៊ីខ្ទេចអស់ក្នុងក្រុមបាទដល់រឿងគេជេរគេបន្តរឿងអត់រឿងគាត់បាទគេនេះចឹងហើយបានគណៈបកសង្គ្រោះជាតិទេមកជួយសង្គ្រោះទាំងអស់គ្នាហើយណាបងប្អូនណាសង្គ្រោះខ្មែរទាំងអស់គ្នាអត់ប្រកាន់ខ្មែរណាអត់ប្រកាន់អ្នកណាទេបងប្អូនបាទវាគ្មិនទី2លោកបានលើកពីអតីតកាលហើយខ្ញុំក៏ដឹងហើយគណៈបកប្រជាជនគ្មានអីអួតពីអនាគតទេនិយាយតែពីអតីតកាលអត់មានអីពីអនាគតថាអនាគតទៅមុខនឹងធ្វើអីជូនប្រជារាស្ត្របានប្រមាណប្រាក់ខែអីច្បាស់អត់មានទេនិយាយតែពី7មករា79ដល់កាលពីមុនសតភពកាលពីមុនចេះពីមុនចុះពីមុនចេះពីមុនចុះដោយសារប្រវត្តិរបស់គាត់ជាគណៈបកមួយដែលកើតមកពីបកកុម្មុយនីសនៅស្រុកខ្មែរយួនកុម្មុយនីសបង្កើតបកកុម្មុយនីសនៅឆ្នាំ1930ហើយយួនបានបញ្ជូនជាមិញមកស្រុកខ្មែរដើម្បីជួយបង្កើតបកកុម្មុយនីសសាខារបស់គេនៅប្រទេសកម្ពុជាគឺឈ្មោះបកប្រជាជនកម្ពុជានឹងឯងឥឡូវនេះគឺបង្កើតថ្ងៃទី28ខែមិថុនាឆ្នាំ1951ហើយពួកយើងមិញដកចេញទៅឆ្នាំ1954ក្រោយមកទៀតគេបញ្ជូនជាកង់មកជួយដល់ពួកបកកុម្មុយនីសណាដើម្បីបង្កើតខ្មែរក្រហមទៀតហើយដល់ខ្មែរក្រហមនឹងហើយដែលសម្លាប់ខ្មែរហើយខ្មែរក្រហមនឹងហើយគឺក្នុងបកប្រជាជននឹងពីដើមមកហ្នឹងបកកុម្មុយនីសស្រុកខ្មែរហ្នឹងដូច្នេះហើយបើលោកនិយាយតែពីមកកលៈថាកុំទៅបានយួនមកជួយរំដោះទេបានហួសផងហើយលោកនិយាយហ្នឹងលោកនិយាយមកកណាត់ប៉ុន្តែសួរណាគេអ្នកបង្កើតខ្មែរក្រហមហ្នឹងណាឲ្យសម្រាប់ខ្មែរហ្នឹងបាទបើសិនណាអ្នកឯងមិនសម្រាប់ខ្មែរទេអ្នកឯងអត់បង្កើតខ្មែរក្រហមអត់មានកុម្មុយនីសទេវាអត់មានត្រូវការអ្នកឯងមកសង្គ្រោះទេអ្នកឯងបដិបផ្ទះគេហើយធ្វើកម្មទឹកមកធំមកជួយបលុតហើយមានពុទ្ធដែរហើយមកប្រាប់ថាកុំអញជួយបលុតទេកុំឲ្យផ្ទះឯងឆេះហើយចាំមកកុំតែឯងមកដុតអញមានត្រូវការឯងបលុតផ្ទះឯងហ្នឹងបាទណាបងប្អូនមើលយើងច្បាស់ហ្នឹងបាទឈប់រឿងហ្នឹងរឿងការអភិវឌ្ឍទៅខ្ញុំសំជំរាបជូនបើគ្មានកិច្ចព្រមព្រៀងក្រុងប៉ារីស$23គ្មានការព្រមព្រៀងគ្នារវាងគ្រប់ភាគីនយោបាយទេវាអត់មានលុយបរទេសណាមកអភិវឌ្ឍទេពេលសម័យរដ្ឋកម្ពុជាកាន់អំណាចនេះគ្មានស្វាណាគេមកជួយអភិវឌ្ឍទេ
រដ្ឋាភិបាលរដ្ឋកម្ពុជាគេអង្គការសហជាតិគេអត់ទាំងទទួលស្គាល់ឲ្យនៅកៅអីអង្គការសហជាតិផងព្រោះគេគិតថាជារដ្ឋបាលដែលបរទេសឈានពៀនដែលយួនឈានពៀនគេអត់ទទួលស្គាល់ទេចឹងលុយអភិវឌ្ឍបានមកនេះមិនមែនបានមកដោយសារគេអកគណៈបកប្រជាជនទេគឺបានមកអំពីកិច្ចប្រឹងប្រែងក្រុងប៉ារីស$23.91គឺរួមចំណែកនៃភាគីនយោបាយដទៃទៀតមានភាគីខាងហ៊ុនស៊ិនប៉ិចខាងរកសេជាតិរំដោះប្រជាប្រដ្ឋខ្មែរលោកតាសឹងសានខាងហ៊ុនស៊ិនប៉ិចក្នុងនោះមានលោកសំរងស៊ីនៅក្នុងនោះខាងរកសេជាតិរំដោះប្រជាប្រដ្ឋខ្មែរលោកតាសឹងសានមានលោកប៉ុលហមមានលោកសិនសដែមានខ្ញុំនៅគ្រប់គ្រងជាមួយដូច្នេះចំណែកនៃការអភិវឌ្ឍចំនួននេះគឺក៏ជាចំណែករបស់ខ្មែរទាំងអស់គ្នាដែរបងប្អូនបាទចុះកូនអ្នកក្រមានសាលារៀនហើយកូនអ្នកក្ររៀនអត់យកលុយហ្នឹងមានតែខ្ញុំនិយាយបាញ់មិញនេះពេលយើងទៅមហាវិទ្យាល័យគេយកលុយហើយមែនទេបងប្អូនបាទហើយបើយើងកូនអ្នកក្រអត់លុយរៀនទេហើយគណៈបកសង្គ្រោះជាតិយើងនឹងធ្វើប្រព័ន្ធអប់រំមួយដូចនៅប្រទេសគេចឹងទី1កូនអ្នកក្រដែលរៀនបកែយើងឲ្យអាហារូបករណ៍ឲ្យលុយរៀនតែម្ដងហើយកូនអ្នកក្រប្រទេសទៀតដែរដែលចង់រៀនយើងមានកញ្ចប់ថវិកាដើម្បីឲ្យខ្ចីលុយរៀនដូចនៅប្រទេសគេចឹងរៀនចប់មានការងារធ្វើបានសងរំលោះរយៈពេលវែងវិញនឹងហើយឱកាសកូនអ្នកក្របានរៀនដូចកូនអ្នកមានដែលគណៈបកប្រជាជនដែលរដ្ឋាភិបាលបច្ចុប្បន្នអត់មានបានធ្វើអញ្ចឹងទេបងប្អូនណាបងប្អូនពិតណានេះបាទហើយគាត់លើកពីការប្រៀបធៀបនេះជាមួយនឹងលោកប្រធានសំរងស៊ីហើយនឹងលោកនាយករដ្ឋមន្ត្រីខ្ញុំក៏មិនប្រកែកដែរថាលោកនាយករដ្ឋមន្ត្រីក៏មានគុណសម្បត្តិខ្លះដែរសម្រាប់នេះណាបងប្អូនណាប៉ុន្តែវាមានគ្រោះថ្នាក់សម្រាប់ជាតិបើទុកឲ្យគាត់ដឹកនាំតទៀតមែនទេបងប្អូនវាគ្រោះថ្នាក់សម្រាប់ជាតិគ្រោះថ្នាក់ខ្ញុំទៅទីហើយសួរតែគាត់យួនមកស្រុកខ្មែរខុសច្បាប់ក៏ហ៊ានបញ្ជូនទៅវិញទេណាអាហ្នឹងឯងគ្រោះថ្នាក់ហើយជាបោះដីយើងកម្ពុជាក្រ21ខែម្ដងហើយដោយសារឲ្យដីគេខ្ចីហើយខ្ចីកាលនោះខ្ចីតែ5ឆ្នាំទេឥឡូវខ្ចី99ឆ្នាំទៀតហ៎ហើយឲ្យគេចូលស្រែចិត្តឲ្យឈើទៅគេឲ្យដីឲ្យបឹងទលេគេដែរអាហ្នឹងហើយគ្រោះថ្នាក់សម្រាប់ខ្មែរហើយដែលលោកនាយករដ្ឋមន្ត្រីទាំងឡាយមិនអាចទប់ទល់បានបងប្អូនបាទមិនច្បាស់ទេបងលោកសំរងស៊ីក៏អត់ដែរបានឲ្យទៅទេបាទហើយរឿងលុយ40000ណាបងប្អូនណារឿងលុយ40000មួយខែណាលុយកម្មករលុយដែលជូនមន្ត្រីស្ការមកលៀងយ៉ាងតិចនេះខ្ញុំសូមបញ្ជាក់ជូនថាក៏សួរថាឲ្យពេលណាខ្ញុំសូមបញ្យល់ឲ្យបងប្អូនជនជាតិឲ្យច្បាស់នេះជាថវិកាជាតិមិនមែនលុយកប៉ៅរបស់លោកសំរងស៊ីមិនមែនលុយរបស់គណៈបកសង្គ្រោះជាតិទេជាថវិកាជាតិយកទៅប្រើប្រាស់តាមរបៀបម៉េចរាល់ឆ្នាំចុងឆ្នាំរាល់ខែធ្នូណាបងប្អូនណានៅស្រុកខ្មែរយើងរដ្ឋសភាអនុម័តថវិកាជាតិសម្រាប់បកគលឲ្យរដ្ឋាភិបាលយកទៅចាយឆ្នាំបន្ទាប់ក្នុងមួយឆ្នាំម្ដងដូចឆ្នាំ2013នេះកាលពីខែធ្នូឆ្នាំ2012រដ្ឋសភាបានបោះឆ្នោតផ្ដល់ថវិកាឲ្យនាយករដ្ឋមន្ត្រីឲ្យរដ្ឋាភិបាលជាង$3000លានដើម្បីយកមកធ្វើការអភិវឌ្ឍបើប្រាក់ខែអីគ្រប់បែបយ៉ាងណាអញ្ចឹងអានេះជាថវិកាជាតិដូច្នេះសួរថាពេលសង្គ្រោះជាតិឈ្នះតើបានលុយពីណាយើងបោះឆ្នោតថ្ងៃ28ខែកក្កដាឆ្នាំ2013តែបោះឆ្នោត28កក្កដា28ខែ7សភាចូលកាន់តំណែងខែ9ថ្ងៃ24ខែ9ហើយសភារើសនាយករដ្ឋមន្ត្រីរើសរដ្ឋាភិបាលហើយនាយករដ្ឋមន្ត្រីរដ្ឋាភិបាលរើសបានហើយគាត់នឹងទៅដើម្បីរៀបចំធ្វើថវិកាជាតិខែ11គាត់នឹងធ្វើថវិកាជាតិនៅពេលគណៈបកសង្គ្រោះជាតិឈ្នះយើងនឹងធ្វើថវិកាជាតិដាក់ឲ្យចាស់40000មួយខែយើងនឹងធ្វើច្បាប់ឲ្យកម្មករប្រាក់ខែតិចបំផុត150យើងនឹងធ្វើច្បាប់ឲ្យមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធទាំងអស់ប្រាក់ខែតិចបំផុត1លានគឺយើងធ្វើព្រៀងច្បាប់ចេញពីរដ្ឋាភិបាលនៅខែ11ខែ12យើងដាក់ជូនសភាអនុម័តខែ12ចាប់ពីថ្ងៃ1ខែ1ឆ្នាំ2014ទៅគឺប្រាក់ខែទាំងនេះត្រូវទ
ទទួលបានជារៀងរាល់ខែហើយបងប្អូនបាទមកទៅច្បាស់ហើយហើយបើថាចង់ឲ្យពីឥឡូវទៅពួកខ្ញុំអត់ត្រឡប់ខូចដូចពួកអស់លោកទេបាទហើយពីឥឡូវយកលុយណាយកលុយណាអស់លោកយកលុយចាប់ឈើដែរយកលុយងក់ដៃដែរយកលុយពុកលួយដែរយើងអត់ធ្វើអំពើថោកទៀតចឹងទេណាបងប្អូនណាដូច្នេះថាវិការដែលយើងសន្យាគឺថាវិការជាតិរបស់យើងបងប្អូនបាទវាគ្មិនទី3សួរថានាយករដ្ឋមន្ត្រីគាត់ថាគាត់ធ្លាក់គាត់ឈប់ធ្វើបុណ្យគាត់ដកគម្រោងទៅខ្ញុំបានបញ្យល់វិញហើយណាបាទនៅខ្ញុំទៅខេត្តតាកែវដល់និយាយរឿងហ្នឹងក្មួយម្នាក់គាត់ថាឈប់ឥឡូវទៅឈប់ហ្មងទៅបាទមកចាំយូរឈប់ទៅឥឡូវទៅបាទព្រោះគេដឹងថាធ្វើបុណ្យហ្នឹងមិនមែនគាត់នៅស្មោះទេបុណ្យទិញឆ្នោតទេបាទចាហើយប្រជាប្រដ្ឋយកយល់ហើយថាបើជប់ដកគម្រោងដកកសិនបូមទឹកមានតាមួយនៅកពតគាត់ថាស្រួលកោះខ្មៅយកថ្មអស់ទៀតណាបាទគាត់ថាសង្ស័យព្រោះដូចពលពតចឹងបើពួកខ្មែរក្រហមគេក្បួនគេតែមួយបាទនេះកាត់ខ្នល់កោះខ្នល់បាទគាត់ថាតិចលោកដល់កោះខ្នល់អីទៀតទៅបាទហ្នឹងបងប្អូនប្រជាប្រដ្ឋលោកស្ដាប់លោកយល់ណាថាគាត់កំណត់គាត់យ៉ាងម៉េចបងប្អូនស្ដាប់ឃើញចុះកំណត់គាត់គឺអ្វីដែលគាត់ធ្វើហ្នឹងដើម្បីដូរស្លឹកឆ្នោតបើអត់បានឆ្នោតទេក៏អត់ធ្វើទេណាគាត់អត់ធ្វើវាត្រូវហើយពួកគាត់អត់មានចាំលុយទៀតមែនទេបងប្អូនបានតែយើងអ្នកធ្វើដែរបងប្អូនណាបាទយើងរដ្ឋាភិបាលថ្មីអ្នកធ្វើបងប្អូនបាទសួរសំណួរទៀតថាចាំមកនិយាយរឿងស្តុកពុកលួយរឿងកាប់ឈើរឿងយោនចូលមិនក៏ចេញកម្មវិធីជូនចាស់ 40000 ជូនដែរវិញខ្ញុំនិយាយទាំងអស់ថាគណៈបកសង្គ្រោះជាតិឈ្នះយើងយកច្បាប់អន្តរជាតិបញ្ជូនយួនទៅវិញដែរតាយើងទប់ស្កាត់ការពារកាប់ឈើតាយើងយកដីពីអង្គការពីអ្នកមានដែលប្លន់យកដីរៀនហ្នឹងយកមកជូនប្រជាកសិករវិញតាមែនទេបងប្អូនបាទយើងនិយាយតើមាននិយាយតាមមកកណាត់ណាចឹងកម្មវិធីយោបាយគោលយោបាយយើងទាំងអស់ហ្នឹងបាទវាគ្មិនទី4តាសួរថាយើងឲ្យយើងឈ្នះថាឲ្យយួនចេញពីស្រុកខ្មែរបានទេអត់មានប្របាឯងបងប្អូនព្រោះស្រុកខ្មែរមានច្បាប់អន្តរជាតិយើងមានហើយប្រទេសណាក៏គេយកច្បាប់អនុវត្តដូចគ្នាដែរយើងអត់មានរំលោភគេទេយើងអត់មានវាយគេអត់មានប្រើពងសាអត់មានសង្គ្រាមទេយើងយកច្បាប់អ្នកណាខុសច្បាប់បញ្ជូនទៅវិញហើយយើងទៅស្រុកគេក៏គេបញ្ជូនយើងមកវិញចឹងដែរយើងប្រើច្បាប់ដោយសន្តិវិធីណាបងប្អូនអត់មានអំពើហិង្សាទេវាគ្មិនទី5គាត់ឡើងឆ្លើយតបជំនួសក្មួយនេះឆ្លើយតបជំនួសលោកសមាជិកក្រុមប្រឹក្សាស្រុកមិញនេះបាទឆ្លើយតបហើយខ្ញុំមិនបាច់ឆ្លើយឲ្យក្មេងឆ្លើយជំនួសក៏បានដែរបាទទី6ត្រីកោណបាទសួរស្អីទៅអត្តមន្ត្រីកោណអភិវឌ្ឍហ្នឹងត្រីប្រើថា3បាទកោណថាជ្រុង3ជ្រុងហ្នឹងមានន័យថាតំបន់3ជ្រុងហ្នឹងគឺតំបន់ដែលជាប់រវាងប្រទេស3តំបន់នៅជ្រុងហ្នឹងមានកម្ពុជាមានវៀតណាមមានឡាវ3ជ្រុងហ្នឹងនៅខាងរតនគិរីមណ្ឌលគិរីនោះបាទគឺតំបន់3ជ្រុងហ្នឹងដែលព្រមទទួលជាប់ជាមួយកម្ពុជាវៀតណាមឡាវរឿងនេះគឺជារឿងគ្រោះថ្នាក់ណាស់អភិវឌ្ឍម្ដុំហ្នឹងអភិវឌ្ឍជារួមគ្នាណាបងប្អូនណាយកដៃរួមគ្នាហើយតំបន់ហ្នឹងខ្មែរយើងនៅតិចទេគេនៅច្រើនចឹងចំណេញទៅគេឲ្យអភិវឌ្ឍហ្នឹងចំណេញទៅយួនច្រើនជាងយួននៅច្រើនជាងបានផលទៅយួនច្រើនជាងហើយអភិវឌ្ឍបែបហ្នឹងគឺខ្មែរគ្រោះថ្នាក់ណាស់ហើយនយោបាយនេះគឺឈានទៅរកទ្រឹស្ដីរបស់ហូជីមិញដែលហូជីមិញគ្រោងយូរហើយនោះធ្វើឲ្យកម្ពុជាវៀតណាមឡាវហ្នឹងទៅជាឥណ្ឌូចិនកម្ពុជាវៀតណាមឡាវ3ប្រទេសនេះប៉ុន្តែដល់ធ្វើទៅខ្មែរយើងអត់ព្រមចូលមកខ្មែរយើងវាយទៅវិញចូលមកខ្មែរយើងតវិញឥឡូវនេះដោយគណៈបកប្រជាជនឈ្នះគេលោបធ្វើបន្តិចម្ដងធ្វើមកជ្រុងនឹងសិនហើយចេះភីកកាលណាយើងប្រហែលឥណ្ឌូចិនទាំងអស់ហ្មងល្បិចនេះគឺយើងដឹងលើកោកឲ្យបងប្អូនយើងមិនឲ្យគេដាច់ខាតបងប្អូនយើងត្រូវជិះឆ្នាំ2013បាទស្អីទៅរាជមានមន្តរដ្ឋខ្ញុំ
ឆ្លើយបានទេទុកឲ្យគណៈបកកណ្ដាលក៏ថាទៅរាមានមុនរត់ណាហ្នឹងគ្រាន់តែពាក្យបោកទេរាវេទនាចង្អប់រត់ក៏ក្ររាក៏ក្រមានអ្នកណាបងប្អូនដឹងអភិវឌ្ឍសម័យនេះពាក្យនិយមន័យនៃអភិវឌ្ឍនៅក្នុងពិភពលោកអង្គការសហជាតិគេធ្វើសន្និបាតនៅឆ្នាំ1998គេឲ្យនិយមន័យអភិវឌ្ឍគឺសំដៅទៅបានផលប្រយោជន៍3ទី1ផលប្រយោជន៍ទៅប្រជាពលរដ្ឋទៅនៅម្ចាស់ទឹកដីហ្នឹងឲ្យបានមុនគេទី2ឲ្យបានផលប្រយោជន៍ទៅប្រទេសជាតិទៅរដ្ឋណាបងពុនជួយរដ្ឋទី3បានប្រយោជន៍មកឈ្មោះអ្នកដាក់ដើមទុនឲ្យចែកគ្នា3ហ្នឹងប៉ុន្តែឥឡូវនេះអភិវឌ្ឍឥឡូវនេះគឺប្រយោជន៍ប្រជាពលរដ្ឋក៏បានរដ្ឋក៏មិនសូវបានគេអត់សូវបងប្អូនទេបានតែពួកអ្នកមានអំណាចហើយនឹងពួកឈ្មោះចែកគ្នាឃើញទេបងប្អូនជនអភិវឌ្ឍដែលដឹកនាំដោយគណៈបព្វជិជននេះគឺអភិវឌ្ឍដើរផ្លូវខុសហើយបងប្អូនអភិវឌ្ឍចុះទៅរួចហើយបងប្អូនដូចជាហើយត្រូវតែដល់ឆ្នាំ2013នេះបាទមួយទៀតសួរថាយើងមានច្បាប់អន្តរវេទទេខ្ញុំបញ្យល់ហើយយើងមានណាបងប្អូនណាបាទវាគ្មិនទី5ក៏បានឡើងបញ្ជាក់ពីគោលការណ៍ហើយការគ្រប់គ្រងយើងខ្ញុំអត់មានទៀតទេក្នុងនាមគណៈបកសង្គ្រោះជាតិក្នុងនាមខ្ញុំផ្ទាល់ខ្ញុំសារថ្មីដល់ទៀតសូមអរគុណដល់បងប្អូនទាំងអស់ជាពិសេសសកម្មជនថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិក្នុងខេត្តកំពង់ឆ្នាំងថ្នាក់ស្រុកថ្នាក់ឃុំទាំងអស់ហើយជាពិសេសប្រជាពលរដ្ឋទាំងអស់ដែលបានលះបង់ពេលវេលាដើម្បីរៀបចំផ្ដល់ឱកាសដើម្បីខ្ញុំបានជួបជាមួយបងប្អូននៅពេលនេះសូមប្រសិទ្ធពរជូនពរដល់បងប្អូនដែលប្រាថ្នាចង់ដូរនាយករដ្ឋមន្ត្រីឆ្នាំ2013នេះសូមឲ្យសម្រេចដូរពីដីប្រាថ្នាបាទហើយសូមអញ្ជើញទៅវិញប្រកបជោគជ័យបានជ័យជំនះណាបងប្អូនណាថ្ងៃ28ខែកក្កដាឆ្នាំ2013នេះសូមអរគុណសូមជម្រាប